ស្វាគមន៍អ្នកគុណនិយមនៅក្នុងពិភពគុណទាំងអស់គ្នានឹងថ្ងៃនេះយើងមកតាមដានស្ដាប់រឿងព្រេងនិទានព្រះបុរាណយើងជាបន្តទៀតហើយខ្ញុំពិតជាអធិស្ឋានមែនតើបែកបងប្អូនមករយៈពេលធំនេះពិតជាអ្នកពុកម៉ែបងប្អូនទាំងអស់គ្នាមែនតើហ្នឹងឯងតោះកុំឲ្យខាត់ពេលយូរយើងមកចាប់ដើមសាច់រឿងភាគទី53របស់យើងតែម្ដងទៅតែមុននឹងចូលដល់សាច់រឿងខ្ញុំសូមមករំលឹកសាច់រឿងយើងបន្តិចមកកាលពីហើយភាគទី52នេះគឺដល់កន្លែងដែលប្រតិចាបាសានកំពុងតែធ្វើការសាក់លបងនៅឯសកលវិទ្យាល័យអាធ្រាហ្នឹងឯងដោយសារតែសាច់រឿងអេនីមេរបស់យើងហ្នឹងគេលេងដល់កន្លែងហ្នឹងដូចគ្នាអញ្ចឹងខ្ញុំសូមមកសង្ខេបយកមកទៅកន្លែងពេលហ្នឹងគឺប្រតិចាបាសានបាននាំឲ្យលីងយូសៀវហើយនឹងហូលីងអឺគឺជ្រុងតូចហ្នឹងឯងបន្ទាប់មកឆិនមូដែលជាម្ចាស់និកាយថ្មីហ្នឹងឯងដើម្បីឲ្យទៅបិទច្រកទ្វារនៃព្រះរាជវាំងមាសរូឡានតែប៉ុន្តែគោលបំណងរបស់គាត់ហ្នឹងគឺដើម្បីទៅរកខ្លួនប្រាណខាងក្រោមរបស់លោកគ្រូហ្នឹងឯងដោយសារតាស្អីប្រតិចាបាសានហ្នឹងគឺជាសិស្សច្បងរបស់សិទ្ធមូរបស់ឆិនមូយើងហ្នឹងឯងហើយឆិនមូហ្នឹងក៏ស្គាល់គ្នាជាមួយប្រតិចាបាសានទៅក៏រាប់គ្នាធ្វើជាសិស្សច្បងសិស្សប្អូនតែដោយសារតែសិស្សរួមគ្រូហ្នឹងឯងបងប្អូនទៅពេលហើយក៏ឯកភាពគ្នាដើម្បីទៅរកឲ្យខ្លួនមកកណ្ដាលក្រោមរបស់លោកតាក្បិតនឹងឯងឬក៏ឈ្មោះគាត់ហ្នឹងទីទៀតក៏មានឈ្មោះងារមួយគេហៅថាខណ្ឌឋានសួគ៌ហ្នឹងឯងហើយប្រតិចាបាសានហ្នឹងគឺវូកាន់ឬក៏គេហៅថាបុព្វបុរសក្បាច់គុណនិយាយទៅលក្ខណៈថាមានរហស្សនាមម្នាក់មួយនៅលើវាស្មៅហ្នឹងមានថាប្រតិចាបាសានហ្នឹងគាត់តែឈ្មោះមួយតូចតែប៉ុន្តែបើសិនជាលោកតាក្បិតហ្នឹងគឺឈ្មោះគាត់គឺសាហាវគឺខណ្ឌឋានសួគ៌ហ្នឹងឯងហើយឥឡូវយើងចាប់ដើមចូលដល់សាច់រឿងមកទៅបន្ទាប់ពីគាត់ទៅដល់ព្រំដែនហ្នឹងចាប់ដើមបិទច្រកទ្វារហើយឈិនមួយយើងហ្នឹងក៏និយាយថាក៏ចំណាយពេលតាមមួយថ្ងៃប៉ុណ្ណោះដើម្បីឲ្យប្រយុទ្ធជាមួយនឹងអ្នកទាំងអស់គ្នានៅឯរាជវាំងមាសរូឡានចំណែកឯប្រតិចាបាសានកាលពីមុនហ្នឹងកាលពីគាត់នៅស្ទៀលនៅកន្លោះហ្នឹងនៅពេញកម្លាំងហ្នឹងគាត់ចំណាយពេល100ថ្ងៃហ្នឹងហើយដល់ពេលអញ្ចឹងឈិនមួយយើងនិយាយរឿងក្អេងក្អាងតែតាមពិតទៅបន្ទាប់ពីគាត់សម្លាប់បានជាង40នាក់មកដល់ពេលដែលគាត់ប៉ះជាមួយនឹងស៊ីម៉ូរ៉ូហើយដែលគឺអាសត្វលេបមានក្បាលជាបក្សីនឹងឯងបន្ទាប់ពីសម្រាប់ស៊ីម៉ូរ៉ូហើយដាបារ៉ូគេសុំចូលម្ដងគឺអាសត្វដូចដំរីបងប្អូនគឺជាអ្នកវឹកហាត់ដែលមានក្បាលជាដំរីនឹងឯងបងប្អូននិយាយទៅគឺជាស្ដេចពពួកស្ដេចគ្រូធ្មប់ដោយសារតែរាជវាំងមាសរូឡានហ្នឹងគេអត់ហាត់វិជាគុណធម្មតាដូចនៅភូមិភាគកដាឬក៏ភូមិភាគមហាចក្រភពសន្តិភាពហ្មងទៅហើយទីទៀតទៅមានអាចារ្យមួយទៀតគឺ Barbarian D ខ្ញុំសូមហៅថាចក្រភព D ហ្មងទៅវាសួរស្ដាប់ហើយបន្ទាប់ពីហ្នឹងមកតែប៉ុន្តែកន្លែងហ្នឹងគេថាឈិនមួយយើងចាញ់តែប៉ុន្តែគឺឈិនមួយប្រឡងខ្លួនជាដាបារ៉ូហើយកាន់ក្បាលខ្លួនឯងដើម្បីប្រាប់ថាឲ្យគាត់នឹងសម្រាប់ឈិនមួយបានហើយក៏យកទៅកន្លែងដែលតម្កល់រង្វាន់តម្កល់ឲ្យវត្ថុមានតម្លៃអញ្ចឹងថាខ្លួនបានសម្រាប់ហើយក៏យកដាវមួយទៅឲ្យដើម្បីទៅទុកនៅក្នុងកន្លែងដែលតម្កល់ទ្រព្យសម្បត្តិហ្នឹងឯងតែប៉ុន្តែគឺគាត់ចង់ទៅលួចទេហើយក៏គាត់សម្គាល់មើលក្លឹះយន្តអីថាហ្នឹងទៅបន្ទាប់ពីហ្នឹងមកគាត់ក៏បានលួចអីវ៉ាន់របស់របរជាច្រើនក្នុងហ្នឹងមានរបស់របរច្រើនជាន់តែដោយសារតែគាត់មានភ្នែកទេវភាពបានមើលធ្លុះអញ្ចឹងដោយសារតែវាមានពីរបេតងពីរជាន់ហ្នឹងឯងហើយក្នុងហ្នឹងក៏មានបិសាចដែរបើសិនជាយើងអត់ច្បាស់ឬក៏ផ្្លាត់ក្លឹះយន្តណាមួយប្រកាសជាមានបិសាចតាមមកពីក្នុងហ្នឹងឯងដល់ពេលអញ្ចឹងទៅគាត់ក៏យកខ្លួនប្រាណមកកំណត់ក្រោមដែលមានរូបរាងពណ៌មាសចាញ់ប៉ុន្តែវិជ្ជាតិចខ្លួនប្រាណនេះមិនមែនរបស់គាត់ទេគឺជារបស់ជារាជគ្រូសាមញ្ញឬក៏រាជគ្រូធំនៃស្ដេចគ្រូធ្មប់នឹងឯងហើយស្ដេចគ្រូធ្មប់ហ្នឹងខ្ញុំសូមបើកវងកញ្ចក់ទៅមានស្ដេចគ្រូធ្មប់ធំជាងនឹងមួយតង់ទៀតពីរតង់ទៀតអញ្ចឹងណាក្រិនសាមញ្ញហ្នឹងមានពីរបីតង់ទៀតហើយមានបុព្វបុរសស្ដេចគ្រូធ្មប់គឺជាបរិសម្នាក់ដែលចាប់បដិសន្ធិរយៈពេល17ដងមេថាមនុស្សហ្នឹងអត់ស្លាប់ពេលរយៈពេល17ចំនួនហើយបើនិយាយពីគិតពីអាយុទៅប្រហែលជាចូល10000ឆ្នាំអីចឹងណាបងប្អូនសាកសម័យមួយចំនួនត្រឹមតែ100ឆ្នាំឬក៏200ឆ្នាំក្នុងរឿងគេខ្ញុំអត់ច្បាស់ដែរអញ្ចឹងវាអាចដល់17ចំនួនហើយឥឡូវហ្នឹងកំពុងតែចាប់បដិសន្ធិចំនួនទី18ហ្នឹងឯងចាំមើលថាទៅពេលដែលចាប់បដិសន្ធិហើយតែគាត់ខ្លាំងប៉ុណ្ណាអានេះរឿង spoil តិចតិចតែប៉ុន្តែអ្នកស្ដាប់ novel គឺតែ spoil ហ្នឹងឯងបងប្អូនដោយសារតែវាលេងមុន anime តិចតួចហើយយើងចង់តាមដាន anime តើយើងចាំមកសប្តាហ៍ម្ដងអញ្ចឹងវាយូរមែនតើហើយយើងស្ដាប់ novel ទៅវាមកមួយថ្ងៃល្បាក់3 chapter ហ្នឹងឯងឬក៏ស្មើ novel ស្មើ anime ប្រហែលជាមួយភាគហ្នឹងឯងបងប្អូនបន្ទាប់ពីគាត់លួចខ្លួនប្រាណនឹងអស់ទៅគាត់ចាប់ដើមរត់ចាក់ចែងហើយមុនរត់ចាក់ចែងហ្នឹងគឺគាត់បានប្រើថ្នាំសំដំការធ្វើឲ្យព្រះរាជវាំងងំគ្នាឲ្យស្លាប់ទាំងអស់ហ្នឹងតែសោះនេះគឺគុណនឹង10មានថាដាក់សាហាវជាងមុន10ដងដល់ពេលហ្នឹងទៅគាត់ក៏ចាប់ដើមលេបថ្នាំប្រសាបហើយនាំហូលីងអឺនាំឲ្យគោពបៃតងនាំលីងយូសៀវរត់មកបន្ទាប់ពីនាំរត់មកដល់ភូមិចាស់ជរាមួយទៀតហើយកន្លែងហ្នឹងគឺដល់ពេលយប់ចូលមកដល់ទៅក្នុងសាច់រឿងអេនីមេរបស់យើងភាគទី53ហ្នឹងគឺ
ដល់កន្លែងដែលមានមនុស្សម្នាក់ខ្ទប់មាត់ខ្ទប់ភ្នែកហើយឈិនមួយយើងក៏ចាប់ទៅហើយបងប្អូនទីមើលថាតើពីណាគេជាអ្នកខ្ទប់ដល់អ្នកខ្លះថាប្រតិចាបាសានអីចឹងទៅតែតាមអេនីមេគឺមិនមែនទេគឺជាលោកតាកបិតហើយនឹងលោកតាខ្វាក់ហ្នឹងឯងតោះឡើយកុំឲ្យខាត់ពេកយើងចាប់ដើមនីតិយកត្មងទៅដោយសារតែខណ្ឌតានិយាយបើក្បាលហើយនឹងស្វាគមន៍បងប្អូនអស់ប្រហែលជា5នាទីហ្នឹងឯងបងប្អូនសាច់រឿងរបស់យើងហ្នឹងគឺចាប់ដើមនៅពេលដែលឈិនមូផ្លាទីហើយក៏បានមកដល់ភូមិមួយដែលនៅដោយមនុស្សសិតតែមនុស្សចាស់ទាំងអស់ហ្នឹងឯងហើយឈិនមូក៏បានជួបនឹងលោកតាម្នាក់ឯងក៏ចាប់ដើមសន្ទនានឹងឯងលោកតានោះដកដង្ហើមធំហើយនិយាយថាអ្នកដែលមានសមត្ថភាពនៅក្នុងភូមិបានផ្លាស់ប្ដូរចេញអស់ទៅហើយនៅសល់តែមនុស្សចាស់ដូចជាពួកយើងតែប៉ុណ្ណោះពួកយើងមិនអាចផ្លាស់ទីបានទេវាសំណាងល្អដែលពួកគេមិនធ្វើបាបពួកយើងនៅពេលដែលពួកគេចាប់យកបុរសដែលមានកម្លាំងខ្លាំងទាំងនោះក្នុងអំឡុងពេល2-3ឆ្នាំមកនេះខណៈនោះយាយចាស់ម្នាក់ដែលកំពុងតែដេកខោអាវបានក្រោកឈរឡើងហើយក៏ញញឹមល្ងាចនេះមានភ្ញៀវមែនដែរឬទេខ្ញុំនៅតែរៀបចំអាហារឈិនមូបាននិយាយភ្លាមថាចាំឲ្យខ្ញុំធ្វើវាខ្ញុំតែងតែរៀបចំអាហារនៅពេលដែលខ្ញុំត្រឡប់ទៅភូមិវិញយាយចាស់នោះក៏ញញឹមតើពួកគេមកពីណាលោកតាព្រិចភ្នែកហើយគាត់លើកមេដៃទាំងពីរដាក់គ្នាជាកាយវិការនៃការថែបអានេះឲ្យសុំបើមុខកញ្ចក់តិចសម្រាប់អ្នកភាសាកោហ្នឹងឯងបងប្អូនគេដាក់មេដៃចូលគ្នារបៀបកាយវិការឆ្លាញ់គ្នាហ្នឹងឯងវាមានន័យថាក្មេងទាំងពីររត់ចេញពីគ្រួសារអ្នកមានប្រហែលជាគូស្នេហ៍វ័យក្មេងដែលរត់តាមគ្នាមុខលីងយូសៀវឡើងក្រហមនៃការអេនខ្មាស់ហើយតវ៉ាដោយតិចថាវាមិនដូច្នេះនោះទេលោកតានិយាយថាពួកយើងសុទ្ធតែឆ្លងកាត់រឿងនោះរួចហើយដូច្នេះពួកយើងយល់មួយសន្ទុះក្រោយមកក្លិនក្រអូបនៃម្ហូបអាហារតែប៉ុន្តែនេះបកខងបងមួយសន្ទុះក្រោយមកក្លិនឈ្ងុយនៃម្ហូបអាហារក៏អណ្ដាតចេញមកហើយលីងយូសៀវប្រញាប់ទៅមុខដើម្បីរៀបចំម្ហូបនៅពេលដែលពួកគេបរិភោគអាហាររួចមេឃក៏ចាប់ផ្ដើមងងឹតទាំងស្រុងនៅក្នុងភូមិទាំងមូលមានសុទ្ធតែមនុស្សចាស់ដូច្នេះពួកគេអុជចង្កៀងប្រេងមុននឹងចូលគេងឈិនមូជួយមនុស្សចាស់ទាំងពីរលាងសម្អាតចានឆ្នាំងបន្ទាប់មកលោកតាក៏និយាយថាមានផ្ទះទំនេរច្រើននៅក្នុងភូមិឯងអាចជ្រើសមួយដើម្បីស្នាក់នៅយប់នេះឈិនមូអរគុណហើយក៏ដើរចូលទៅក្នុងផ្ទះទទេមួយរួចឲ្យហូលីងអឺជួយរៀបចំបន្ទប់ចំនួន3ភ្លាមនោះស្រាប់តែឈិនមូមានអារម្មណ៍មួយហើយក៏បានងើយមើលលើមេឃភ្លាមគាត់បានឃើញផ្កាយ2កំពុងតែផ្លាស់ទីពីទីខាងលិចនៅលើមេឃហើយប្រញាប់និយាយថាអ្នកទាំងអស់គ្នាប្រញាប់ចូលទៅខាងក្នុងលីងយូសៀវគោពណ៌បៃតងនិងហូលីងអឺប្រញាប់ចូលទៅក្នុងផ្ទះខណៈដែលសសរបន្លឺ2បានចុះពីលើមេឃធ្វើឲ្យភ្នំទាំងមូលអធិស្ឋានធ្វើឲ្យភូមិទាំងមូលភ្លឺដូចជាពេលថ្ងៃកាំរស្មីទាំងពីរនោះគឺជាចក្ខុនិមិត្តហើយម្ចាស់នៃចក្ខុនិមិត្តទាំងនេះកំពុងតែហោះនៅលើមេឃដើម្បីសម្លឹងមើលវាស្មៅចក្ខុនិមិត្តទាំងពីរបានបញ្ចាំងចុះក្រោមធ្វើឲ្យវាស្មៅភ្លឺចិញ្ចាចញ្ចាំងចក្ខុនិមិត្តទាំងនោះបានឆ្លងកាត់ភូមិតូចមួយនេះមុននឹងបន្តទៅឆ្ងាយឈិនមូដកដង្ហើមធូរស្រាលហើយបើកទ្វារមើលទៅលើមេឃរួចក៏គិតក្នុងចិត្តថាតើសោះច្បងបាសានយ៉ាងម៉េចទៅហើយគាត់ពិតជាមានការបារម្ភបន្តិចហើយមនុស្សដែលទើបតែឆ្លងកាត់គួរតែជាអ្នកវឹកហាត់ដែលមានកម្រិតខ្ពស់មកពីព្រះរាជវាំងមាសរូឡានដែលស្ថិតនៅក្នុងកម្រិតស្ដេចគ្រូធ្មប់នៅពេលដែលមានស្ដេចគ្រូធ្មប់តាមមករកពួកគេមានន័យថានាយកបាសានទំនងជារងរបួសឬក៏ត្រូវបានជាប់នៅក្នុងការឡោមព័ទ្ធណាមួយតោះឆាប់ចូលគេងទៅយប់នោះក៏កន្លងផុតទៅថ្ងៃបន្ទាប់មុនថ្ងៃរះឈិនមូក្រោកឡើងដើម្បីធ្វើលំហាត់ប្រាណមនុស្សចាស់នៅក្នុងភូមិក៏ក្រោកឡើងផងដែរហើយមានសំឡេងការឲ្យចំណីមន់លាន់លឺសំឡេងមនុស្សដេញជៀមចេញពីទ្រុងសំឡេងមនុស្សចាស់និយាយសួរសុខទុក្ខគ្នាទៅវិញទៅមកគូស្នេហ៍តូចឯងទាំងពីរអ្នកភ្ញាក់ហើយមែនដែរឬទេអាហារពេលព្រឹករៀបចំរួចហើយអាចមកផ្ទះខ្ញុំដើម្បីញ៉ាំបានសំឡេងយាយចាស់ពន្លឺពីខាងក្រៅឈិនមូឆ្លើយតបហើយបន្តដាស់លីងយូសៀវនិងគោពណ៌បៃតងរួចក៏បន្តទៅ3ហូលីងអឺនៅពេលសំឡេងមួយបានស្រែកពីខាងក្រៅភូមិរួចក៏និយាយថានៅភូមិនេះតើមានមនុស្សនៅទេពួកយើងសុំសួរផ្លូវបន្តិចសួរផ្លូវអីគេខ្ញុំមិនអាចអង្វែងបានទេតែប៉ុន្តែកន្លែងនេះគឺមានមនុស្ស2នាក់ម្នាក់សុំសួរផ្លូវម្នាក់ទៀតថាគាត់ច្បាស់ផ្លូវហ្នឹងឯងបងប្អូនតើយើងតិចទៀតថាណាគេ2នាក់ហ្នឹងសំឡេងមួយដែលពោពេញទៅដោយកំហឹងហើយសើចចំអកថាខ្ញុំធ្លាប់ទៅទីនោះហើយបានបិទទ្វារច្រកទ្វារអស់រយៈពេល100ថ្ងៃតែខ្ញុំបង្វែងផ្លូវដោយរបៀបណាតែប៉ុន្តែនេះគឺសំឡេងរបស់តាលោកតាខ្វាក់ហ្នឹងឯងបងប្អូនឈិនមូស្រឡាំងកាំងហើយមើលទៅដោយមិនជឿឈិនមូបានមកដល់ច្រកទ្វារភូមិដោយចំហៀនយ៉ាងលឿនហើយបានឃើញបរិសុទ្ធពីការភ្នែកម្នាក់កំពុងតែដើរអមជាមួយនឹងឫស្សីនៅក្បែរគាត់មានបរិសុទ្ធចំណាំម្នាក់ដែលមានតែពាក់កណ្ដាលខ្លួនដែលស្ពាយកបិតសម្រាប់ពិឃាតជ្រូកនៅពីខាងខ្នងរបស់គាត់ឈិនមូភ្ញាក់ផ្អើលផងនិងរីករាយផងគាត់ប្រញាប់រត់ទៅអោបបរិសុទ្ធចំណាស់ពាក់កណ្ដាលខ្លួនយ៉ាងណែនបន្ទាប់មកក៏បោះបរិសុទ្ធចំណាស់ពាក់កណ្ដាលខ្លួនទៅម្ខាងហើយក៏អោបបរិសុទ្ធចំណាស់ស្គមស្គាំងយ៉ាងណែនមូអើលេងខ្ញុំទៅខ្ញុំថប់ដង្ហើមហើយ
anh ấy người ta rất mà tầm hưng từ cha mà tầm hưng con không ai thuê từ cha thọc là ngày mà phone mỗi sinh tu có một lục ta khóa năng lục ta cầm bật ba là dây số sọc tục mà nuôi cha được không phum nếu bây đây mà nuôi cha được không phum khơi thả bộ kế cha chuyên khôn được tiền hai tham tăng bị ca tiệt phong bộ kế từng ở khné cao saoมันใจchọcมันใจให้มันไปเพียบคลางคลาระบอบปกรลินยูซิลมันเจนปีบรรทุกระบอบเนียงให้ลดได้กาพยาบาลnếu bây đâyเนียงเคยมาnuôi cha từngปีเนี่ยนู้นเนียงประหยัดประโจตุกทั้งบรรทุกระบอบเนียงเว้นได้ไปโดนกระปงแต่ลดหยวบหยัวปกรก็ชื่อมานุษย์จ้าปีเนี่ยได้บ้านบังคอมอาชีพใช้ได้บ้านบังเพยขยมนั่งไปตอบชันน่าไอตันเลสูจิงกาปิดไงนูอะไรนี่ยังสมบัติวงกระจอที่เราก็ยังรำลึกแต่อะไรได้เลยกับปาปีแต่บ่อยอัธเรียได้ดักนอมได้ไม่ตอบโทษชันนั่งไงแล้วใบแต่อะไรตีกรองมวยบงโปนะตีกรองมวยได้ลูกใหญ่สีกอดกันกาบอะไรนั่นคือลูกตาขวานไงกันจะเกิดมาเปย์ให้เพื่อตุกนั่งกลับให้นั่งลูกตากบฏนั่งไงแต่ละยังบอกโจใส่เดือนยังเว้นฉันมู่มันกิจปีมนุษย์ชาติอ้อนขนมภูมิให้บ้านยกบ้านเลยแกระบอกกอดจังกอดบ้านลูกได้โจตุขนมบ้านหนึ่งใบเตียนจึงปีจังโมนึงเตียนเปียกกระดาษคลุนในเนื้อซอจังมากลายให้ก้อนใหญ่แท้ลูกตากบฏแต่โดยคลุนขังกรองปอมีนี่คือจีระบอกลูกตาได้บัดบองเมนได้หรือเตนี่มันเมนจีดองคลุนระบอกขยมเตแต่ปะเตอะไรฉันมู่รถกิจนี่คือเมนรถกิจให้หนึ่งใบยาสบองแหละถอดสบัดลุยปีดิจิแวงมีรุลานจังยังไงบางปอนลูกตากบฏมือดองคลุนขังกรองปอมีนี่ได้ปรองประหยัดให้กับปลายกับบฏระบอกก้อนใบกัดมือจำนัดบรรทอปีมือสินตุกรอยหมกเมียนเชียมมีเดลโฮจังให้ก้อนใหญ่เดลซองไซแทดองคลุนนี่ฮะโดยจิตดองคลุนระบอกครูทมทมครูทมทมชั่วโมงแกรนซามานบางปอนตอนนั้นยังสมัยครูทมทมสันเตเข้มทลอบประยุทธ์จมวยมนุษย์จานนี่มาดองให้เข้มสกอชิวระบบกอดจะบาดนะดองคลุนขังกราวนี่จิตสลับแต่หายโดยชนะเวียมันมีประโยชน์เตโดยซาแต่วิจิตดองคลุนขังกราวระบบครูทมทมโดยชนะดองคลุนขังกราวระบบลูกตากบัดประหายเจสทัดนั่นเลยดองคลุนครูเจสไซประหายเจสทัดนั่นเลยดองคลุนครูทมทมลูกตากบัดลูกตากบัดตรดองปุกมอระบบกอดมันต่อมอกอดเป็นจัดหนังคลุนไอ้บ้าโดยชนะแมนตาโกนเปล่าแดกอดบังการคือจะโกนเปล่าระบบขยมหรือก็จีระบบกอดกลายในจังใหญ่ใจเนเปได้ลูกตากับบัดทันสูนั้นกอดถ่ายเกกัดแต่กระดาษคลุนบาดเนเปให้มีนิกายมวยเรือโยต่อปีนี้นิกายมวยเรือโยครูทบทมบ่ที่จะมีรูลานั้นก็แต่ดาวปีนิกายมีหนึ่งให้ก็กัดคลุนไอ้แต่กระดาษเจ้ามาต่อจมูกหนึ่งคลุนไอ้แต่กระดาษแต่กอดดาวบานนั่งไงให้เนเปจังเดี๋ยวไปเดี๋ยวมีโกนมาจังเลยนะโกนโกนวันนักเกณฑ์ง่ายเลยนะลูกตาขวานในเจได้มันเลื่อนไปให้ก็มันยึดได้หนีแท้บางก้อนปัจจุบันมันการโกนพร้อมแมนหรือสมัยแต่โกนพร้อมกับกรมทมแต่หนึ่งตัวสกอร์ปูเกได้หรือเตลูกตากับบทสลังกลางให้มุกระบอกก้อนปลายแต่เจียวจุจอดเพลิมเพลิมรูปเรียงได้เป็นจัดก้อนปีมวลบัดบองถึงสรงบนต้อมโมกลูกตาขวานกระซูเชิญมูทามูให้ไว้บานใจในตีนี้เชิญมูบันปราบปูเกมปีดำนาเรื่องแต่งมูให้ลูกตาขวานก็สไลทาไอ้ปัจจุบันแต่บัดจรดเฟริจิแวงมีรูลานแมนได้หรือเตฮัดพอเล็กชมอมดำนาลูกตากับบัดจันมอคือดำใบเตอริจิแวงมีรูลานผ่องได้ยืมบ้านเราเคยถ่าดองคลุนขังกรอนตะบอลูกตากับบัดเตอบ้านริจิแวงมีรูลานเฉาะโยกโดยเฉพาะลูกตากับบัดดิเจถ่าตัวใบจะยืมเราเวเคยกับดอยกับก้อนมันดังถ่าตาไอพิชอเววิญบ้านได้หรือเตเช่นมูอย่างยิมรุ่ยก้อนดิเจถ่าบัดสันจะดองคลุนขังกรอนสลับเวปัจเจมันอ่านอยู่เตปันตาเดซ่าแต่ดองคลุนขังกรอนตะบอลูกตาในเรือดองคลุนตะบอลูกครูทมทมกอดชบาจีบ้านพิชอเวแต่นังคลุนตะบกอดในเป้ได้เวในรุ่นอะไรดารามนายังรอเคยลูกครูทมทมให้กัดดองคลุนบอกกัดดองคลุนขังกรอนตะบกอดใจขยมอาจูลูกตากับบัดนับใบพิชอดองคลุนตะบกอดล้างเวงบานลูกตาขวานยังยิ้มให้ใหญ่แท้นุกุจีปัญหาโตยตันอยู่เตใช้มู่บ้านในยัยแถบบองโปรบัสซานแต่จอบนักท่องริจแวงมิรุลานให้สถานเพศบกอดคือมันตอนดังลายเตลูกตากับบัดกรีกบ้ารุ่ยก้อนในยัยแถมันจำใบฟอลปีมันดูกบ้าเรื่องนุเตก็คือจีมันดูได้ในยัยจานขยมมันจะจัดการรูตอมระบอกเกเตให้คลายไตรบ้านเกรมแคนโดยชนะขยมกับบ้านจ่าเจนตัวใบจีกอดบ้านในยัยโดยชนะก็ได้ก็กอดบ้านจ่าเจนเตริจแวงมิรุลานเพลมก็น่าแต่บรอมปีสวัสดิ์เพศระบอปฏิจจาบัสซานมันต่อปีนใหญ่แบบนี้ไอ้ยังไงถ้าแย่งมันเลยตรงข้างนั้นปะตายจังแต่ช่วยเย่หมดเซนจัดเซนอย่างนี้โฮลิงนึงลิงยูเซียบางชาววันโดยรัวให้บ้านเติบแก่ลูกตาหนึ่งลูกเย่เนี่ยใบตุกเมียปีบิดดมตัวใบจีโปเกบ้านสนาตรำตายมายุบก็ได้ลูกตากับบัดสำลังมือลิงยูเซียให้ยังยำมาดูกบาเรื่องนี้มีพนัยร้อนนะขมิ้นเซนนี่มือเตยเปิดจีมันอ่อนนุเต้
លីងយូសៀប្រមូលភាពក្លាហានរបស់នាងដើរទៅមុខដើម្បីគោរពគាត់នឹងលោកតាខ្វាក់រួចក៏និយាយថាគោពណ៌បៃតងបានចេញទៅស៊ីស្មៅនៅពេលព្រឹកវាមិនទាន់ត្រឡប់មកវិញទេតោះពួកយើងឆាប់ទៅរកវាអ្នកទាំងអស់គ្នាចាក់ចេញពីភូមិហើយឃើញគោពណ៌ខៀវដ៏ធំកំពុងតែស៊ីស្មៅនៅពេលដែលវាកំពុងតែស៊ីស្មៅនោះទឹកភ្នែករបស់វាក៏ហូរចូលមកដូចជាភ្លៀងខណៈដែលរអ៊ូរទាំថាចាប់តាំងពីខ្ញុំមកតាមលោកគ្រូមកខ្ញុំតែងតែញ៉ាំបន្លែហើយមិនដែលស៊ីស្មៅនោះទេលោកគ្រូថែមទាំងដាំបន្លែរាប់សិបហិកតាដើម្បីខ្ញុំទៀតផងហូលីងអឺប្រញាប់ទៅមុខហើយនិយាយថាឈប់យំទៅលោកគ្រូតារបស់ឯងបានមកដល់ហើយមុខរបស់គោខៀវរៀងរមួលនៅពេលដែលវាឃើញលោកតាខ្វាក់និងលោកតាកំបិតដែលនៅសល់តែដងខ្លួនខាងលើវាក៏បានសង្ស័យពីសមត្ថភាពរបស់ពួកគាត់អ្នកទាំងអស់គ្នាឡើងលើខ្នងគោហើយឈានមុននិយាយថាកុំបារម្ភគោខៀវពួកគាត់នេះខ្លាំងណាស់តោះយើងទៅរាជវាំងមេរូឡាបានលឿនបំផុតដើម្បីជួយសង្គ្រោះសិស្សច្បងបាសានលីងយូសៀវបានរៀបចំខ្លួនហើយនិយាយថាពួកគេកំពុងតែគិតពីការកសាងចក្រភពនិងបង្រួបបង្រួមដើម្បីប្រមូលកម្លាំងទាំងអស់ដើម្បីប្រឈមមុននឹងចក្រភពដ៏សន្តិភាពកន្លែងនេះគឺដល់ពេលដែលនាំគ្នាឡើងជិះលើគោហើយក៏គេពិភាក្សានឹងឯងពីតំបន់ខាងក្រៅគឺចក្រភពអីផ្សេងនឹងឯងបងប្អូនឬក៏រាជវាំងមេរូឡានឹងឯងដើម្បីប្រឆាំងពីអាណាចក្រដ៏សន្តិភាពហ្នឹងតោះទៅមើលសាច់យើងទៅមុខតទៅមួយទៀតពួកគេកំពុងគិតពីការកសាងចក្រភពនិងបង្រួបបង្រួមដើម្បីប្រមូលកម្លាំងទាំងអស់ប្រឈមមុខនឹងចក្រភពដ៏សន្តិភាពរបស់យើងមេខ្លោងនៃចក្រភព D តែប៉ុន្តែនេះគឺឈ្មោះគេពេញ Barbarian D តែខ្ញុំសូមហៅថាចក្រភព D ហ្មងទៅនេះគួរតែជាមេដឹកនាំដ៏អស្ចារ្យម្នាក់ដែលមានមហិច្ឆតាដ៏ធំបើគាត់បង្រួបបង្រួមមហាកំផែងខ្ញុំខ្លាចថាវាអាចមានបញ្ហាសម្រាប់ចក្រភពសន្តិភាពរបស់យើងឈិនមូងក់ក្បាលនេះជាចេតនារបស់រាជវាំងមេរូឡានរាជវាំងមេរូឡានគឺជាដែនដីដ៏ពិសិដ្ឋបើពួកគេគ្រប់គ្រងមេខ្លោងនៃចក្រភព D វាមិនពិបាកទេសម្រាប់ពួកគេក្នុងការបង្រួបបង្រួមមហាកំផែងទាំងមូលលីងយូសៀគិតបន្តិចហើយគិតថាវាពិតជាសមហេតុផលទោះជាយ៉ាងណាក៏ដោយដែនដីពិសេសដ៏ធំទាំង3នៅក្នុងអាណាចក្រសន្តិភាពរបស់យើងនេះគឺមាននិកាយតាវអានេះគេថាវត្តផ្គរលាន់ខ្ញុំសូមហៅអារាមផ្គរលាន់ទៅមាននិកាយតាវអារាមផ្គរលាន់និងលទ្ធិបិសាចសួរឬក៏លទ្ធិអរិយសួររបស់ឈិនមូយើងនឹងឯងគឺมันបានគ្រប់គ្រងទៅដល់ចក្រភពដ៏សន្តិភាពនោះទេមានថានិកាយធំទាំង3នៅក្នុងទឹកដីសន្តិភាពហ្នឹងគឺអត់គ្រប់គ្រងប្រជាអធិរាជឬក៏ប្រជាគ្រូអធិរាជហ្នឹងទេបងប្អូនមិនត្រឹមតែពួកគេមិនគ្រប់គ្រងទេក៏នៅតែមាននិកាយផ្សេងទៀតកំពុងតែបង្កើតបញ្ហាសម្រាប់ពួកយើងប្រសិនបើចក្រភព D ទទួលបានការគ្រប់គ្រងពេញលេញពីរាជវាំងមេរូឡានពួកគេប្រហែលជានឹងមានអំណាចដើម្បីឈ្លានពានចក្រភពដ៏សន្តិភាពរបស់យើងគូខេរ៉ូស្ទ័រតែកន្លះថ្ងៃស្រាប់តែលោកតាខ្វាក់បាននិយាយថាឈប់សិនគូខេក៏ឈប់ភ្លាមលោកតាខ្វាក់ចង្អុលទៅទិសនិរដីហើយនិយាយថានៅទីនោះខ្ញុំអាចមើលឃើញមនុស្សកំពុងប្រយុទ្ធគ្នាគូខេងើយឆ្ងល់លោកតាខ្វាក់ឃើញគ្នាប្រយុទ្ធគ្នានៅទីនោះតែគាត់ឃើញពួកគេដោយរបៀបណាទោះជាយ៉ាងណាវាមិនល្អសម្រាប់ការក្នុងសួរលោកតាខ្វាក់នោះទេដូច្នេះគាត់បានត្រឹមតែបដូរទិសដៅរបស់គាត់ហើយរត់ទៅទិសនិរដីប៉ុណ្ណោះលិញយឺសៀវក៏ឆ្ងល់បន្តិចដែរហើយនាងក៏និយាយទៅកាន់ឈិនមូក៏បញ្យល់ថាលោកតាខ្វាក់មានភ្នែកល្អបំផុតនៅក្នុងភូមិរបស់យើងលិញយឺសៀវមើលទៅភ្នែករបស់គាត់ហើយឃើញរុនភ្នែករបស់គាត់ទៅទាំងស្រុងចឹងនិយាយថានៅលើខ្វាក់ភ្នែកអត់មានអីទាំងអស់ហ្នឹងឯងបងប្អូនហើយគ្មានអ្វីនៅខាងក្នុងនោះទេធ្វើឲ្យនាងគិតក្នុងចិត្តថាហេតុអ្វីបានជាលោកតាខ្វាក់ជាអ្នកដែលមានភ្នែកល្អបំផុតតែរឿងនេះពិតជាសមហេតុផលមែនដែរឬទេមិនយូរប៉ុន្មានបន្ទាប់ពីគោខៀវបដូរទិសដៅពួកគេស្រាប់តែឃើញពន្លឺកំបិតមួយកាត់ភ្នំទោះជាយ៉ាងណាក៏ដោយសារតែចម្ងាយឆ្ងាយពួកគេអាចមើលឃើញត្រឹមតែកាំរស្មីខ្សោយប៉ុណ្ណោះនៅពេលនោះហើយដែលពួកគេក៏សរសើរចំពោះការមើលឃើញរបស់លោកតាខ្វាក់លីងយូសៀងងើយឆ្ងល់តើគាត់ពិតជាពិការមែនដែរឬទេលោកតាកំបិតក៏ទានឡើងផងដែរថាភ្នែករបស់លោកតាខ្វាក់គឺពិតជាល្អខ្លាំងណាស់ឈិនមូស្គាល់សមត្ថភាពនៃភ្នែកឋានសួគ៌របស់លោកតាខ្វាក់យ៉ាងច្បាស់ដូច្នេះហើយគាត់សាំនឹងវាជាយូរមកហើយគាត់ក្រោកឈរឡើងហើយមើលទៅចម្ងាយឆ្ងាយនៃមានកាំរស្មីនៅតែព័ទ្ធជុំវិញភ្នំនោះគោខៀវបង្កើនល្បឿនអស់ពីកម្លាំងរបស់វាហើយចូលទៅកាន់តែចិត្តភ្នំនោះនៅពេលដែលពួកគេចូលកាន់តែចិត្តពួកគេអាចឃើញវត្ថុជាច្រើនដែលមាននៅក្នុងពន្លឺពណ៌មាសពន្លឺទាំងនោះគឺជាសិល្បៈដ៏ទេវភាពរបស់ស្ដេចគ្រូធ្មប់ហើយក៏មានកំបិតកោងលាក់នៅក្នុងពន្លឺពណ៌មាសផងដែរអំណាចរបស់ស្ដេចគ្រូធ្មប់គឺគួរឲ្យភ្ញាក់ផ្អើលពេកហើយមានតែគ្រូធ្មប់ដែលបានបដូរបណ្ដាលទៅដល់ដែនដីទេវតាប៉ុណ្ណោះនិយាយថាដែនដីទេវតានេះគឺកម្រិតទី5ហ្នឹងឯងបងប្អូនបើនិយាយពីភាសាអង់គ្លេសវិញគេដាក់ celestial being realm តែខ្ញុំអត់ដឹងថាជាស្អីប្រកបដែរខ្ញុំប្រើ Google Translate ទេបងប្អូនហើយនិយាយទៅមានតែអ្នកដែលបានដល់កម្រិតទី5ប៉ុណ្ណោះដែលអាចត្រូវគេចាត់ទុកថាគឺជាស្ដេចគ្រូធ្មប់
គោខៀវរត់ទៅមុខហើយនៅចម្ងាយឆ្ងាយពីភ្នំនោះត្រឹមតែ300ម៉ាយឈិនមូមើលម្ដងទៀតហើយឃើញថាមានស្ដេចគ្រូធ្មប់ចំនួន8នៅក្នុង8ទិសជុំវិញភ្នំនិយាយទៅមានថាឲ្យទិសទាំង8នៅជុំវិញភ្នំនោះគឺមានស្ដេចគ្រូធ្មប់8នាក់ហើយប្រតិចាបាសានយើងហ្នឹងវាជានៅកណ្ដាលភ្នំហ្នឹងឯងមើលទៅស្ដេចគ្រូធ្មប់ដែលមានក្បាលបក្សីខ្លួនមនុស្សនៅទិសខាងកើតកំពុងតែកាន់កញ្ចក់មូលធំមួយកញ្ចក់នោះចម្លាយហើយមានឆ្អឹងពណ៌សដូចជាព្រិល12ដុសចេញពីកញ្ចក់នោះជាមួយនឹងកញ្ចក់នៅក្នុងដៃរបស់គាត់មានកាបស្វ័យមួយបានបញ្ចេញពន្លឺពីកញ្ចក់ស្ដេចគ្រូធ្មប់ក្បាលខ្លាខ្លួនមនុស្សនៅទិសខាងលិចមានដំបងកំណាចមួយនៅក្នុងដៃរបស់គាត់នៅលើកំពូលភ្នំនៅលើកំពូលនៃដំបងនោះមានអំណាចអ្វីមួយដូចជាកន្ទុយកំពុងតែរុំជុំវិញដំបងដែលកំពុងតែកម្រើកនៅខាងត្បូងមានបរោះក្បាល3គាត់មានក្បាលចចកទាំង3នៅខាងជើងមានស្ដេចគ្រូធ្មប់មានក្បាលមនុស្សនិងស្លាប2នៅក្រោយខ្នងរបស់គាត់បានប្រើដាវមាសដែលបន្តដុសចេញពីស្លាបទាំងពីរហើយប្រែទៅជាចរន្តដាវដែលវាប្រហារទៅកាន់កណ្ដាលភ្នំទន្ទឹមនឹងនោះស្ដេចគ្រូធ្មប់នៅភាគឯខ្នែនិរដីឯសាននិងខាងជើងក៏មានរូបរាងនិងទំហំផ្សេងៗគ្នាផងដែរអ្នកខ្លះមានដុសក្បាលសត្វអ្នកខ្លះដៃ8អ្នកខ្លះជើង6ខ្លះដុសស្លាបខ្លះដុសភ្នែកច្រើនថែមទាំងមានភ្នែកនៅលើបាតដៃរបស់ពួកគេទៀតផងចាំមើលឲ្យដល់ឡៃអីនៅមេភាគក្រោយហ្នឹងគឺអែមទៀតដែរបងប្អូនចាំមើលថាតើចេញអត់ដល់កន្លែងអីគេពាត់ភ្នំទាំង3នាក់ហ្នឹងឯងនៅកណ្ដាលភ្នំពន្លឺកំបិតកាត់បញ្ឈរនឹងប្តីដើម្បីទប់ស្កាត់សិល្បៈទេវភាពដែលកំពុងតែចូលមកទិសដៅផ្សេងគ្នាមកទាំងអស់ភ្នំនោះត្រូវបានកោរទៅជាសសរទេរួចទៅហើយចង់និយាយថាព្រៃភ្នំហ្នឹងឯងបងប្អូនកោរទៅជាសសរថាព្រៃបាត់ស្លឹកអស់សក់ដើមហ្នឹងឯងភ្នំនោះត្រូវបានកោរទៅជាសសរទេរួចទៅហើយដោយសិល្បៈទេវភាពរបស់នាយកបាសាននិងស្ដេចគ្រូធ្មប់ទាំង8មានតែកំពូលភ្នំដែលនាយកបាសានកំពុងតែឈរនៅឡើយទេដែលមានពណ៌បៃតងខ្លាំងនៅសល់លោកតាកំបិតមើលមួយផ្លែតឲ្យដល់ដង្ហើមយ៉ាងធូរស្រាលមុននឹងញញឹមរួចក៏និយាយថាមនុស្សនិយាយច្រើនឯងនៅតែមិនទាន់ស្លាប់នោះទេតោះយើងប្រឡប់ទៅវិញមិនចឹងខំមកពីចង្ងាយមកមើលថានៅរស់តែប៉ុណ្្នឹងឯងហើយបកក្បាលទៅវិញឈិនមូមិនដឹងថាគួរតែយំឬក៏គួរតែសើចទេគោខៀវក៏រត់ទៅមុខដោយកម្លាំងខ្លាំងជាងមុនគោខៀវមិនទៅមិនបើស្គ្រូនៅហ្នឹងម្ចាស់នៅហ្នឹងមុនពេលដែលពួកគេមិនទាន់ទៅដល់ជើងភ្នំលោកតាកំបិតស្រាប់តែងើបឡើងលើអាកាសហើយពន្លឺកំបិតមួយបានបំបីផ្ទៃមេឃដោយពន្លឺដែលមិនអាចប្រៀបផ្ទឹមបានឈិនមូបានងើយក្បាលមើលទៅលើហើយមានអារម្មណ៍ថាវាងងឹតជាងមុនបន្ទាប់ពីពន្លឺបានបាត់វាហាក់ដូចជាពន្លឺនោះភ្លឺពេកហើយបានបន្សល់ទុកនៅស្នាមកំបិតក្នុងក្រសែភ្នែករបស់ពួកគេវាហាក់ដូចជាមុតស្រួចពេកហើយបានកាត់របើកផ្ទៃមេឃចឹងគេថាមកកំបិតនេះគឺអាយ៉ាស់មេឃហ្នឹងឯងបងប្អូនគេមិនអាចកំណត់ថាវាជាមួយណានោះទេខណ្ឌឋានសួគ៌សំឡេងដែលស្រែកដោយភ្ញាក់ផ្អើលបានរនឡើងខណៈដែលក្បាលមនុស្សមួយបានធ្លាក់ពីលើមេឃក៏មានស្ដេចគ្រូធ្មប់ដែលគ្មានក្បាលនៅតែស្លាប់បានបាក់សៃរបស់គាត់នៅលើមេឃចឹងគេថាមកកំបិតនេះគឺស្ដេចគ្រូធ្មប់ពីខាងកើតដែលក្បាលបាក់សៃខ្លួនមនុស្សនឹងឯងមកកំបិតគឺដាច់ក្បាលយកតែម្ដងក៏មានស្ដេចគ្រូធ្មប់ដែលគ្មានក្បាលនៅតែស្លាប់កំពុងតែបក់នៅលើមេឃបានបញ្ចាំងពន្លឺមាសរបស់គាត់នៅគ្រប់ទីកន្លែងវាគឺជាស្ដេចគ្រូធ្មប់បានមនុស្សខ្លួនបាក់សៃនៅទិសខាងជើងក្នុងចំណោមស្ដេចគ្រូធ្មប់ទាំងអស់ដែលមានវត្តមានមានតែគាត់ប៉ុណ្ណោះដែលមានអត្តភាពដែលមានសមត្ថភាពខ្ពស់ជាងគេในដែនដីទេវភាពគាត់ត្រូវបានលោកតាកំបិតសម្រាប់គាត់ត្រឹមតែមួយកំបិតប៉ុណ្ណោះបន្ទាប់មកលោកតាកំបិតចុះចតយ៉ាងសង្ហានៅលើខ្នងគោពណ៌ខៀវហើយបញ្ជាវាថាលោកគ្រូរបស់ឯងមិនអីទេឥឡូវនេះគាត់គ្រាន់តែរងរបួសហើយបន្តិចទៀតគាត់នឹងអាចរើខ្លួនចេញបានគោខៀវនាំយើងទៅរាជវាំងមាសរូឡាននិយាយទៅកន្លែងនេះបងប្អូនមានន័យថាលោកតាកំបិតហ្នឹងគឺគាត់ដឹងថាគាត់ដឹងថាប្រតិចាភាសារបស់យើងហ្នឹងទប់ទល់ទាំង8នាក់ហ្នឹងគឺអត់ឈ្នះទេតែពេលនេះគាត់សម្លាប់អ្នកណាដែលខ្លាំងជាងគេហើយទុក7នាក់ទៀតហើយគាត់ដោះស្រាយខ្លួនឯងទៅមានន័យថាមិនមែនជួយឲ្យតែជួយសម្រាប់មិនជួយទាំងអស់ហើយក៏ទុកចោលហ្នឹងទៅគាត់ក៏ចាក់ចែងទៅរាជវាំងមាសរូឡានវិញហ្នឹងឯងគោខៀវស្ទាក់ទើហើយសួរថាលោកគ្រូតាមិនទៅជួយសង្គ្រោះគ្រូខ្ញុំទេឬហេតុអ្វីបានជាខ្ញុំត្រូវសង្គ្រោះគាត់ដើម្បីធ្វើឲ្យគាត់មករំខានខ្ញុំឬលោកតាកំបិតករីក្បាលវាងាយស្រួលណាស់សម្រាប់ខ្ញុំនៅពេលដែលខ្ញុំស្នាក់នៅក្នុងភូមិរយៈពេល2-3ឆ្នាំកន្លងមកនេះកន្លែងចង់និយាយថានៅពេលដែលលោកតាកំបិតរបស់យើងហ្នឹងកិច្ចពីប្រតិចាភាសាបានសម្រេចទៅគឺគាត់អត់មានអ្នកនិយាយតមប្រាប់អីចឹងណាអត់មានអ្នកនិយាយច្រើននិយាយទៅអត់មានអ្នកនិយាយច្រើនគាត់ចេះប្រតិចាភាសានិយាយច្រើនទេជាងគាត់ស្រួលខ្លួនគាត់នឹងឯងនៅពេលដែលខ្ញុំគិតដល់ការរអ៊ូរតរបស់បរោះនេះខ្ញុំឈឺក្បាលយ៉ាងខ្លាំងឯងគូតែទៅតាមដែលខ្ញុំបញ្ជាបើឯងនៅតែបន្តនិយាយច្រើន
ពួកយើងនឹងមានសាច់គោញ៉ាំនៅល្ងាចនេះហើយតែឯងដឹងទេថាការងាររបស់ខ្ញុំក្នុងភូមិគឺជាអ្វីកន្លែងគឺគម្រាមនឹងឯងមានថាមុំតែកាប់គោស៊ីហើយគោខៀវនឹងទត់ដោយការភ័យខ្លាចហើយមិនហ៊ាននិយាយទៀតនោះទេគោនេះឆ្លាតណាស់ហើយបានដឹងជាយូរមកហើយថាគាត់គឺជាអ្នកកាប់សម្លាប់ដែលជាអ្នកសម្លាប់គោនឹងជ្រូកលោកគ្រូសំឡេងរបស់ព្រឹទ្ធាចារ្យបាសានមកពីកំពូលភ្នំហើយវាច្បាស់ណាស់ថាគាត់រងរបួសដោយសារតែដង្ហើមរបស់គាត់មិនទាន់គ្រប់គ្រាន់នោះទេគាត់ស្រែកដោយការភ្ញាក់ផ្អើលលោកគ្រូគឺជាអ្នកខ្ញុំដឹងថាអ្នកមិនទាន់ស្លាប់ទេអ្នកបោះបង់ខ្ញុំចោលលើក្នុងដែនដីដោយសន្តិភាពជាច្រើនមួយឆ្នាំហើយបានរត់ទៅរស់នៅដោយគ្មានកង្វល់ដោយខ្លួនឯងតែអ្នកនឹងសងខ្ញុំវិញដោយរបៀបណាខ្ញុំមានរឿងជាច្រើនដែលត្រូវប្រាប់អ្នកកន្លែងនេះគឺដឹងថាគ្រូមកជួយតែដឹងដែរតែស្រៀងស្ដាយដែរគ្រូមកជួយសម្រាប់តែម្នាក់ឲ្យទៅបាត់ចឹងណាដល់ពេលធ្វើអីកើតមានអាស្រ័យពីថ្ងៃហ្នឹងឯងបញ្ញាប្រត់លោកតាកបិតនិយាយឡើយនេះគឺលោកតាកបិតឲ្យគោពណ៌បៃតងយ៉ាងទៅនឹងឯងពណ៌ខៀវច្រឡំគោពណ៌បៃតងរហូតបងប្អូនគោខៀវក៏រត់ទៅទិសដៅនៃរាជវាំងមាសរូឡានភ្លាមនាយកបាសានហៀបនឹងចេញពីភ្នំនោះនៅពេលដែលគាត់ត្រូវបានស្ដេចគ្រឹះធ្មប់ទាំង7ទៀតកំពុងតែបង្ក្រាបធ្វើឲ្យគាត់គ្មានជំរឿអ្វីក្រៅពីទៅទប់ទល់ជាមួយនឹងពួកគេស្ដេចគ្រឹះធ្មប់ទាំង7នាក់ឥឡូវមានអារម្មណ៍ថាពួកគេកំពុងតែជិះនៅលើខ្យល់កញ្ចក់ហើយការស្លឹកត្រចៀកមានថាដំបងគឺស្មានតែគ្រប់គ្រងបាននឹងឯងបន្ទាប់មកពីសម្រាប់បាត់មួយទៅនៅសល់តែ7មានអីទៀតគេចង់ចូលក៏ចូលកាត់ចង់ថយក៏ថយកាត់មានតែផ្លូវមួយនឹងឯងស្លាប់ពួកគេទាំង8នាក់បានធ្វើការជាមួយគ្នាដើម្បីបង្ក្រាបព្រឹទ្ធាចារ្យបាសានហើយបានសម្រេចចិត្តថាចម្រាញ់គាត់រហូតដល់ស្លាប់ពួកគេមិនដែលនៅស្មានថាខណ្ឌឋានសួគ៌ដែលត្រូវបានគេនិយាយថាបានស្លាប់ជាច្រើនឆ្នាំមកហើយនឹងលេចរូបរាងមកវិញនោះទេហើយបានសម្លាប់ស្ដេចគ្រឹះធ្មប់ដែលខ្លាំងបំផុតក្នុងចំណោមពួកគេត្រឹមតែមួយកំបិតប៉ុណ្ណោះដើមឡើយពួកគេគិតថាខណ្ឌឋានសួគ៌នឹងធ្វើចលនាទៅលើពួកគេផងដែរហើយឥឡូវនេះខណ្ឌឋានសួគ៌ពិតជាបានទុកព្រឹទ្ធាចារ្យបាសាននៅទីនេះហើយរត់គេចខ្លួនដោយជិះទៅលើគោនោះទៅបាត់នាយកបិសានក៏ច្រឡំកាំងផងដែរស្រាប់តែគាត់ក៏ដឹងខ្លួនវិញហើយចាប់ផ្ដើមដាក់បណ្ដាសាបរោះចំណាស់នោះផងដែរវាត្រូវចំណាយពេលស្ទើរតែកន្លះថ្ងៃដើម្បីនាំពួកគេទៅដល់ទឹកបឹងពណ៌ខ្សោយអធិស្ឋានគឺទឹកបឹងខ្សោយនេះគេដាក់អញ្ចឹងខ្ញុំមិនដឹងថាមិនដែរជាមួយដល់សាច់រឿងរបស់គេបងប្អូនលោកតាក៏បិទមើលទៅលោកតាខ្វាក់និយាយថាលោកតាខ្វាក់ឯងនឹងមូអមដំណើរខ្ញុំឡើងលើភ្នំកន្លែងនេះគឺមានហាពេលដែលយើងទៅទាំងអស់គ្នាតែដល់ពេលមកវិញហ្នឹងគឺឲ្យលីងយូសៀវហ៊ូលីងអឺហ្នឹងអត់ទៅទេគឺទៅតែ3នាក់ទេទៅតែឆាន់មូលោកតាខ្វាក់ឯនឹងលោកតាក៏បាត់ទៅ3នាក់និយាយទៅគោខៀវក៏ឲ្យទៅដែរខ្លាចមានគ្រោះថ្នាក់ចឹងឯងបងប្អូនឥឡូវនេះដងខ្លួនខាងក្រោមបន្តមកឡើយខ្ញុំសូមបកទៅខាងមុខតិចលោកតាក៏បិទមើលទៅលោកតាខ្វាក់ហើយនិយាយថាតាខ្វាក់ឯងនឹងមូត្រូវអមដំណើរឡើងផ្ទុំជាមួយខ្ញុំឥឡូវនេះដងខ្លួនខាងក្រោមរបស់ខ្ញុំបានបាត់ខ្ញុំមិនអាចយកឈ្នះបរិះចំណាស់នោះបានទេអាបរិះចំណាស់នេះគឺជាបុព្វបុរសរបស់រាជវាំងមាសរូឡានហ្នឹងឯងបងប្អូនគឺគាត់នឹងអត់ចេះស្លាប់ទេតាំងពីជំនាន់ទី1រហូតដល់ជំនាន់ទី18គាត់ចាប់បដិសន្ធិលើរូបរាងរបស់គេរហូតចឹងឯងនិយាយទៅរយរូបកុមារទេពឬក៏បរិះដែលមានធម្មពលខ្លាំងក្លាយកមកស្នងនឹងឯងយល់ព្រមតោះខ្វាក់ក៏លុតចុះពីលើខ្នងគោឈិនមូបានប្រាប់លីងយូសៀវនិងហូលីងអឺនិងគោខៀវឲ្យរងចាំគាត់ហើយនិយាយថាពួកយើងនឹងត្រឡប់មកវិញបន្ទាប់ពីការងារចប់លីងយូសៀវងក់ក្បាលហើយបន្តមកក៏និយាយថាប្រយ័ត្នខ្លួនផងក្មេងវង្វាគោលោកតាកំបិតបានមកដល់បន្ទាប់ពីហ្នឹងមកខ្ញុំសំកាត់តិចមកខ្ញុំមកដល់ឡៃបឹងហ្មងបងប្អូនលោកតាក៏បិទបានមកដល់មុខបឹងទឹកខ្សោយហើយក៏ក្រវីក្បាលព្រឹទ្ធាចារ្យបាសានជាមនុស្សក្បាលរឹងនេះនៅតែមិនមានការរីកចម្រើនច្រើនទេបន្ទាប់ពីប្រហែលឆ្នាំមកនេះគាត់មិនអាចផ្លាស់ប្ដូរបឹងនេះបានតតែសោះប្រហែលជាលោកតាក៏បិទយើងនឹងធ្លាប់ឲ្យព្រឹទ្ធាចារ្យបាសានហ្នឹងផ្លាស់ប្ដូរបឹងហ្នឹងឯងខ្ញុំច្បាស់ដែរនេះសាច់រឿងគេអញ្ចឹងយើងអានតាមគេបងប្អូនគាត់បានដកដង្ហើមចូលជ្រៅហើយអ្នកទាំង3នៅពីក្រោយគាត់មិនអាចជឿអ្វីបានក្រៅពីស្រឡាំងកាំងពួកគេឃើញបរិស្ថានជុំវិញកំពុងតែផុសឡើងដូចជាព្យុះកំពុងប្រមូលផ្ដុំទៅកាន់បរិះចំណាស់នេះនៅពីមុខពួកគេដែលមានតែដល់ខ្លួនខាងលើប៉ុណ្ណោះសូម្បីតែពពកនៅលើមេឃក៏ត្រូវបានបោកបោះដោយព្យុះផងដែរបរិះចំណាស់នេះមានអំណាចខ្លាំងពេកហើយរហូតដល់គាត់បានជជុះពពកសទាំងអស់នៅលើមេឃចូលទៅក្នុងក្រពះរបស់គាត់ត្រឹមតែមួយដង្ហើមនេះគឺអ្នកវឹកហាត់ខ្លាំងបំផុតនៃសារប្រយុទ្ធនៅក្នុងរឿងព្រេងចឹងនិយាយថាកន្លែងនេះគឺតាមប្រទេសកន្លែងនេះគេឲ្យចាំតែអត់បានចាក់ចេញទេមានថានៅលីងយូសៀវនឹងទាំងអស់គ្នានឹងឯងហើយក៏គាត់បានបូមទៅស្រូបទឹកពីបឹងមួយហ្មងណាហើយមើលតែគាត់ស្រូបទឹកយកទៅធ្វើអីតាយើងតទៅទៀត
គំនិតរបស់លីញូសៀញាប់ញួរចាប់តាំងពីអធិរាជបានប្រមូលអ្នកវឹកហាត់ខ្លាំងទាំងអស់នៃសាលាបច្ចេកទេសប្រយុទ្ធដើម្បីពិភាក្សាតើអ្នកវឹកហាត់ខ្លាំងនៃសាលាបច្ចុប្បន្នអធិស្ឋានអ្នកវឹកហាត់ខ្លាំងនៃសាលាបច្ចេកទេសប្រយុទ្ធខ្លះបានស្លាប់ខ្លះបានរត់គេចហើយខ្លះក៏បានចូលនិវត្តន៍ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការពិភាក្សានោះมันមានអ្នកវឹកហាត់ខ្លាំងឈរនៅចំណុចកំពូលនៃបច្ចេកទេសប្រយុទ្ធទៀតនោះទេរូបកាយសាច់ឈាមគឺជាអ្វីដែលសាលប្រយុទ្ធបច្ចេកទេសខ្លាំងបំផុតមានលក្ខណៈសេរីគ្នានេះនៅក្នុងការវឹកហាត់បច្ចេកទេសប្រយុទ្ធកំពូលទាំងអស់ដែលផ្នែករូបរាងកាយរបស់ពួកគេត្រូវបានខ្លាចជាព្រះរួចទៅហើយគាត់មិនចាំបាច់ដំណើរការសិល្បៈទេវភាពដោយចេតនាទៀតនោះទេព្រោះរាល់ចលនាដែលពួកគេធ្វើគឺជាចលនាទេវភាពរួចទៅហើយវាច្បាស់ណាស់ថាបរិសុទ្ធចំណាស់នេះដែលមានតែដងខ្លួនខាងលើរបស់គាត់គឺជាអត្តភាពបែបនេះលោកតាកំបិតដោយដង្ហើមចូលជ្រៅហើយក៏ជញ្ជូបពពោទាំងអស់នៅក្នុងបរិស្ថានទាំងស្រុងមុននឹងបកចេញនូវរូបរាងមួយដងកន្លែងគឺមានថាស្រូបឲ្យព្រុសវិញយ៉ាងไงបងប្អូនបឹងទឹកខ្សោយនៅពីមុខពួកគេត្រូវបានលើកឡើងលើភ្លាមហើយរលកកាន់តែខ្ពស់ឡើងដូចជាសមុទ្របានខ្លាយទៅជាបញ្ឈរសមុទ្របញ្ឈរបានដកថយយ៉ាងឆាប់រហ័សហើយត្រូវបានបកចូលទៅក្នុងភ្នំទឹកកកក្នុងមួយប្រព្រឹត្តភ្នែកហើយបានបំពេញជ្រលងភ្នំទាំងអស់ដោយទឹកកកទាំងអស់នៅពីមុខពួកគេបឹងត្រូវបានរីស្ងួតឈិនមូបានបើកភ្នែកឋានសួគ៌របស់គាត់ដើម្បីមើលហើយគាត់បានឃើញថាស្បែកដែលគ្របដណ្ដប់បឹងក៏បានបាត់ទៅហើយដោយគ្មានដាននៅសេសសល់ពីដង្ហើមរបស់លោកតាកំបិតនោះទេឈិនមូបានព្រិចភ្នែករបស់គាត់ហើយបានដើរតាមលោកតាកំបិតអ្វីដែលគេបណ្ដាគឺជាបច្ចេកទេសរូបរាងកាយទាំង3កន្លែងនេះគឺ Technique Overlord 3D ហ្នឹងឯងឬក៏ Overlord 3D Technique ហ្នឹងខ្ញុំនិយាយខ្ញុំសុំបកថាបច្ចេកទេសរូបរាងកាយទាំង3ហ្នឹងឯងហើយបច្ចេកទេសនេះគឺល្អគ្រប់យ៉ាងគ្រាន់តែបច្ចេកទេសនេះគ្មានសិល្បៈទេវភាពគ្មានបច្ចេកទេសចម្រាញ់រូបរាងកាយនិងគ្មានបច្ចេកទេសដែរនោះទេវាដោយសារតែគេបណ្ដុះបណ្ដាលបច្ចេកទេសរូបរាងកាយទាំង3លោកតាកំបិតមិនបានបង្រៀនគាត់អំពីបច្ចេកទេសចម្រាញ់រាងកាយរបស់គាត់នោះទេដើម្បីកុំឲ្យមានការរាំងស្ទះដល់ការរីកចម្រើនក្នុងការបណ្ដុះបណ្ដាលរបស់គាត់ចឹងគេថាលោកតាកំបិតនេះបរៀនទៅស្នេហ៍កំបិតទេប៉ុន្តែបរៀនអំពីការចម្រាញ់រូបរាងកាយរបស់គាត់នឹងគឺអាចបានបរៀនឈិនមូទេដោយសារតែឈិនមូនឹងបានរៀនតិចរូបរាងកាយទាំង3របស់លោកតាមេភូមិមកទៅពេលចឹងគាត់អត់បរៀនទេដោយសារតែចេះច្រើនពេករៀនតែមួយផ្លេចឲ្យមួយឬក៏រៀនរាំងឲ្យមួយហ្នឹងឯងរាជវាំងមេរូឡានក៏ផ្ទុះការភ្ញាក់ផ្អើលនៅពេលដែលពួកគេឃើញលោកតាកំបិតបានបក់បឹងទឹកខ្សោយនៅពីមុខវាំងមាសរូឡានត្រឹមតែមួយដង្ហើមតើសិល្បៈដ៏ទេវភាពដ៏អស្ចារ្យដែលមិននឹកស្មានដល់បែបនេះមិនធ្វើឲ្យបេះដូងរបស់ស្ដេចគ្រូធ្មប់រន្ធត់បានដោយរបៀបណានៅមុខសោពិសិដ្ឋគ្រូធ្មប់ធំបានឈរនៅទីនោះជាមួយនឹងដំបងកំណាយរបស់គាត់កាំរស្មីមាសពីរបញ្ចេញពីពន្លឺភ្នែករបស់គាត់ហើយបានចោលទៅលើមនុស្ស3នាក់ដែលកំពុងតែដើរនៅបាត់បឹងធ្វើឲ្យភ្នែករបស់គាត់រមួលគាត់គឺជាបុរសម្នាក់ដែលជាមេលទ្ធិនៃរាជវាំងមាសរូឡានដោយសារតែគាត់ច្រាននឹងរូបរាងកាយរលឹងមករបស់លោកតាកំបិតបន្ទាប់ពីដឹងថាលោកតាកំបិតត្រូវបានសម្លាប់ហើយត្រូវបានគេកាត់ផ្ដាច់ដោយការលើកកំបិតឆ្ពោះទៅកាន់ឋានសួគ៌របស់គាត់បន្ទាប់មកគាត់ក៏បានជ្រៀតចូលដែនដីដោយសន្តិភាពឲ្យបានកម្ចាត់និកាយតូចមួយដែលបានឆក់យកដងខ្លួនខាងក្រោមរបស់លោកតាកំបិតគាត់ដឹងយ៉ាងច្បាស់ថារូបរាងកាយរបស់លោកតាកំបិតលើសពីរូបរាងកាយរបស់គាត់ដូច្នេះហើយគាត់បានកាត់ដងខ្លួនខាងក្រោមរបស់គាត់ដោយស្ទាក់ស្ទើរហើយភ្ជាប់ដងខ្លួនខាងក្រោមរបស់គាត់ទៅនឹងដងខ្លួនរបស់លោកតាកំបិតហើយឥឡូវនេះសុបិនអក្រក់របស់គាត់បានខ្លាយទៅជាការពិតចឹងគេថាកន្លែងនេះគឺដឹងថារូបរាងកាយរបស់គេល្អហ្នឹងគឺទៅឆក់យកតែម្ដងហើយកាត់ខ្លួនឯងចោលពាក់ខ្លួនរបស់គេទៅហើយក៏តែគិតថាបើសិនជាលោកតាកំបិតអត់មកយកទេគាត់នឹងឡើងទៅមកកម្រិតទៀតតែដល់ពេលគេមកយកចេះខ្លាចជាសុបិនអក្រក់ដែរហើយឥឡូវនេះសុបិនអក្រក់របស់គាត់បានខ្លាយទៅជាការពិតខណ្ឌឋានសួគ៌នោះនៅតែមិនទាន់ស្លាប់នោះទេគាត់បាននៅរស់ហើយឥឡូវនេះគាត់កំពុងមកយកដងខ្លួនខាងក្រោមរបស់គាត់វិញជ្រុងភ្នែករបស់គ្រូធ្មប់ធំរមួលយ៉ាងខ្លាំងហើយគាត់ក៏ដើរចូលទៅក្នុងសាលដ៏ពិសិដ្ឋនៅក្នុងសាលដ៏ពិសិដ្ឋមានគ្រោងឆ្អឹងមាសកំពុងអង្គុយនៅលើទីសក្ការៈមានឆ្អឹងរូបរាងមនុស្សនិងក៏មានឆ្អឹងរូបរាងសត្វផងដែរមានទីសក្ការៈសរុបចំនួន18ហើយ18ក្នុងចំណោមពួកគេមានគ្រោងឆ្អឹងមាសនៅខាងក្នុងនៅទីសក្ការៈទី18មានបរិសុទ្ធចំណាម្នាក់មានស្បែកដែលនៅសល់តែស្បែកនិងឆ្អឹងប៉ុណ្ណោះដែលមានរូបរាងរញ៉ៃបន្តិចកំពុងតែអង្គុយលើវាគាត់មើលទៅដូចជាស្លាប់ទៅហើយលោកគ្រូធំខណ្ឌឋានសួគ៌បានមកដល់ហើយគ្រូធ្មប់ធំផ្អែកលើដំបងកំណាយរបស់គាត់ហើយលុតជង្គង់ចុះទៅម្ខាងខណៈដែលគាត់បន្ទាបក្បាលរបស់គាត់បរិសុទ្ធចំណាស់ដែលរញ៉ៃដែលស្គមដូចជាឈើគោនោះបានបើកភ្នែកដល់មុខស្រួយរបស់គាត់ហើយសម្លេងរបស់គាត់ដូចជាសត្វទីតុយ
តើកូនទេពចាប់ជាតិនៅឯណាឆាប់រកមកឲ្យខ្ញុំមកញើសមាសបានបង្កើតឡើងនៅលើថ្ងាសរបស់លោកគ្រូធំធំនៅពេលដែលគាត់និយាយយ៉ាងខ្លាំងថាខ្ញុំរកវាមិនទាន់ឃើញនៅឡើយទេលោកគ្រូបុរសចំណាស់ដែលរញ៉េរញ៉ៃស្រែកដោយសម្លេងមុតស្រួយថាបើគ្មានកូនទេពចាប់ជាតិនោះទេតើការចាប់ជាតិឡើងវិញរបស់ខ្ញុំអស់រយៈពេល18ជំនាន់នឹងមិនអត់ប្រយោជន៍នោះទេខ្ញុំនៅសល់តែពាក់កណ្ដាលចំហៀនប៉ុណ្ណោះពីការខ្លាចទៅជាព្រះពាក់កណ្ដាលចំហៀនប៉ុណ្ណោះនៃការខ្លាចទៅជាព្រះគ្រូធំធំបន្ទាបក្បាលរបស់គាត់យ៉ាងជ្រៅហើយមិនហ៊ាននិយាយសូម្បីតែមួយម៉ាត់បុរសចំណាស់ដែលរញ៉េរញ៉ៃនោះនិយាយយ៉ាងម៉ឺងម៉ាត់ថាជាមួយនឹងខ្ញុំនៅក្បែរកំបិតឋានសួគ៌មិនហ៊ានធ្វើអ្វីឯងនោះទេប៉ុន្តែខ្ញុំនឹងមិនងាយដើម្បីជួយឯងនោះទេដោយសារតែខ្ញុំគឺមិនអាចប្រយុទ្ធជាមួយនឹងគាត់ដើម្បីជីវិតនិងសេចក្តីស្លាប់នោះទេចូលប្រគល់ដងខ្លួនខាងក្រោមរបស់គាត់ឲ្យគាត់វិញទៅហើយរកកូនទេពចាប់ជាតិមកឲ្យខ្ញុំភ្លាមគ្រូធ្មប់ធំភ្ញាក់ផ្អើលហើយស្រាប់តែមានពន្លឺមួយបានឆ្លងកាត់ចង្កេះរបស់គាត់វាយឺតពេលសម្រាប់គាត់ក្នុងការការពារគ្រូធ្មប់ធំនៅស្ងៀមមួយសន្ទុះមុននឹងបើកមាត់ម្ដងទៀតរបស់គាត់រួចក៏និយាយថាប្អូនតូចយ៉ាត់សូចូលមកស្ដេចគ្រូធ្មប់បានឮឈ្មោះរបស់គាត់ហើយក៏ចូលទៅក្នុងសាលដ៏ពិសិដ្ឋភ្លាមមុននឹងអោនក្បាលគ្រូធ្មប់ធំតើមានរឿងអ្វីគ្រូធ្មប់ធំលើកដំបងកំណាយរបស់គាត់ហើយចាក់ទម្លុះក្បាលរបស់គាត់ភ្លាមនិយាយទៅអានេះគឺមានឲ្យលោកគ្រូធ្មប់ធំហ្នឹងត្រូវបានលោកគ្រូធំហ្នឹងកាត់ពាក់កណ្ដាលខ្លួនបងប្អូនហើយបន្ទាប់មកគាត់មិនអត់មានពាក់កណ្ដាលខ្លួនអញ្ចឹងគាត់ត្រូវហៅគ្រូធ្មប់មួយទៀតយកមកសម្លាប់ចោលដើម្បីយកពាក់កណ្ដាលខ្លួនមកតហើយយកពាក់កណ្ដាលខ្លួនរបស់គាត់ដែលគាត់ប្រើហ្នឹងទៅឲ្យលោកតាកបិតវិញហ្នឹងឯងកន្លែងហ្នឹងគឺអញ្ចឹងណាលោកគ្រូធ្មប់ធំលើកដំបងកំណាយរបស់គាត់ចាក់ទម្លុះក្បាលរបស់គេភ្លាមបន្ទាប់មកគាត់បានកាត់ដងខ្លួនខាងក្រៅរបស់គាត់ហើយភ្ជាប់វាទៅនឹងដងខ្លួនរបស់យ៉ាងរបស់យ៉ាត់សូរ៉ាត់សូគឺគ្រូធ្មប់ដែលគាត់ហៅចូលនឹងឯងដោយគ្មានភាពរញ្ជុលលើមើលទឹកមុខរបស់គាត់បានអោនក្បាលហើយនិយាយថាលោកគ្រូធំសិស្សសូមអនុញ្ញាតលាកន្លែងនេះគឺយើងហើយបើយើងគិតទៅវាហៀងអាណិតគ្រូធ្មប់ធំណែមានថាមករកគ្រូធំរបស់ខ្លួនឯងហ្នឹងហើយគឺលោកតាម្នាក់ដែលចាប់បដិសន្ធិ17ដងជោគជ័យនឹងជាមួយថាទី18ហ្នឹងគាត់ជោគជ័យទៀតអត់បើសិនជាជោគជ័យគាត់ប្រហែលជាសត្រូវធំហ្នឹងឯងដល់ពេលហើយគាត់ជួយគាត់ហ្នឹងគឺអត់តមកចាប់បដិសន្ធិដល់ពេលអញ្ចឹងកម្លាំងអីអត់ពេញលេញទេប៉ុន្តែបើថាវាយគ្នាអាចស្មើមួយលោកតាកបិតតែបើសិនជាមិនតាក់ទងជីវិតនិងសេចក្តីស្លាប់គាត់អត់បន្ថយទេដោយសារតែគាត់ចាំគាត់ឲ្យចាប់បដិសន្ធិលើកទី18សិនដល់ពេលទៅរកឲ្យគាត់ជួយគាត់មិនជួយបែរជាកាត់ខ្លួនជំនួសទៀតជាទៅធ្វើម៉េចទេបើយើងខ្សោយមានណាជួយឬនឹងតែប៉ុណ្្នឹងឯងបងប្អូនតោះឡើយយើងតទៅទៀតបុរសចំណាស់ដែលរញ៉េរញ៉ៃនោះបិទភ្នែករបស់គាត់បើឯងមិនអាចរកឃើញកូនទេពចាប់ជាតិទេឯងនឹងដឹងពីផលវិបាកនោះហើយគ្រូធ្មប់ធំអោនក្បាលលីហើយដកថយចេញពីសាលដ៏ពិសិដ្ឋជាមួយនឹងដកខ្លួនខាងក្រៅរបស់លោកតាកំបិតនៅពេលដែលគាត់ដើរចេញពីសាលដ៏ពិសិដ្ឋសំឡេងកិនមិនលន់លឺនៅក្នុងសាលដូចជាអ្វីមួយកំពុងតែស៊ីរូបរាងកាយរបស់ស្ដេចគ្រូធ្មប់យ៉ាត់សូភ្នែករបស់គ្រូធ្មប់ធំរមូលហើយការឈឺចាប់យ៉ាងខ្លាំងបានមកពីចង្កេះរបស់គាត់បានភ្ជាប់ដល់ខ្លួនរបស់គាត់ទៅជាមួយនឹងស្ដេចគ្រូធ្មប់យ៉ាត់សូហើយប្រើថាពលវេទមន្ត Magic ដើម្បីភ្ជាប់វាជាមួយគ្នាគាត់នឹងប្រើថ្នាំសម្ងាត់ដើម្បីបញ្ចូលពួកវាជាមួយគ្នាហើយបង្វែររូបរាងកាយរបស់យ៉ាត់សូទៅជារូបរាងកាយរបស់គាត់ផ្ទាល់វិញចាប់តាំងពីគាត់ទទួលបានរូបរាងកាយមាសរបស់លោកតាកំបិតមកគាត់គិតថាទីបំផុតគាត់អាចឈានទៅមុខមួយជំហានទៀតនៅក្នុងជីវិតរបស់គាត់មិនដែលនឹកស្មានថាលោកតាកំបិតនៅតែមានជីវិតហើយមកតាមរកគាត់នោះទេលើពីនេះដោយសារតែរូបរាងកាយរបស់លោកគ្រូធំត្រូវបានគេស្វិតគាត់មិនហ៊ានចូលរួមក្នុងការតស៊ូរវាងជីវិតនិងសេចក្តីស្លាប់នោះទេដើម្បីប្រឆាំងនឹងលោកតាកំបិតធ្វើឲ្យគាត់គ្មានជំរឿនអ្វីក្រៅពីបាត់បង់ខ្លួនខាងក្រៅរបស់គាត់គ្រូធ្មប់ធំស៊ូទ្រាំនឹងការឈឺចាប់ហើយនាំដងខ្លួនខាងក្រោមរបស់លោកតាកំបិតចូលពីលើភ្នំឈិនមូបានឡើងភ្នំរួចហើយជាមួយនឹងលោកតាកំបិតនិងលោកតាខ្វាក់ដូច្នេះពួកគេបានជួបគ្នានៅពាក់កណ្ដាលភ្នំកន្លែងនេះមានន័យថាហើយ3នាក់មកទៀម្នាក់ទៀតគឺយកមកឲ្យដល់ពេល3នាក់ឡើងម្នាក់ចោះចឹងជួបគ្នាពាក់កណ្ដាលភ្នំហ្នឹងឯងគ្រូធ្មប់ធំដកដងខ្លួនខាងក្រោមរបស់គាត់អធិស្ឋានលោកគ្រូធ្មប់ធំបានដាក់ដងខ្លួនខាងក្រោមរបស់លោកតាកំបិតចុះហើយនិយាយថាខណ្ឌឋានសួគ៌លោកតាកំបិតមើលដងខ្លួនខាងក្រោមរបស់គាត់បន្ទាប់មកគាត់ក៏មើលចង្កេះរបស់លោកគ្រូធ្មប់ធំហើយក្រវីក្បាលខ្ញុំត្រូវតែអរគុណឯងដែលបានចិញ្ចឹមរូបរាងកាយរបស់ខ្ញុំអស់រយៈពេលជាង200ឆ្នាំបើសិនជាឯងមិនបានធ្វើវាទេវាប្រកាសជាងាប់ឈិនមូយកដងខ្លួនខាងក្រោមពណ៌មាសនោះចេញហើយនិយាយថាគ្រូធ្មប់ធំខ្ញុំនឹងប្រគល់រូបរាងកាយរបស់អ្នកមកវិញ
គ្មានអ្វីទេសម្រាប់ខ្ញុំក្នុងការរក្សាវាអានេះគឺរូបរាងកាយដែលលើឈិនមូលួចបាននឹងឯងទៅពេលយកទៅប្រើកើតមិនឲ្យគេវិញសាច់ដុំមុខរបស់គ្រូធ្មប់ធំរមួលនៅពេលដែលគាត់ឆ្លើយដោយសម្លេងស្អកថាវាគ្មានប្រយោជន៍ទេសម្រាប់ខ្ញុំឥឡូវនេះអ្នកអាចចម្រាញ់វាទៅជាកំណប់ទ្រព្យបានឈិនមូបានសួរដោយសុចរិតថាអានេះសួរដោយសុចរិតថាមានន័យថាខ្ញុំឃើញថារូបរាងកាយខាងក្រៅរបស់អ្នកមិនទាន់បានភ្ជាប់ត្រឹមត្រូវទេខ្ញុំពូកែខាងសិល្បៈព្យាបាលប្រសិនជាលោកគ្រូធ្មប់អាចទុកចិត្តខ្ញុំអាចជួយអ្នកតភ្ជាប់វាឲ្យបានត្រឹមត្រូវកន្លែងនេះមានន័យថាអានេះកាត់ភ្លាមតភ្លាមមិនទាន់ត្រឹមត្រូវហើយឈិនមួយយើងឃើញគេតត្រឹមត្រូវចង់តឲ្យគេទៀតតែណាទុកចិត្តខ្លាចឈិនមួយយើងដាក់ថ្នាំពុលឯចង់ឆ្លៀតការបង្កគ្រោះថ្នាក់ដល់ខ្ញុំឬគ្រូធ្មប់ធំសើចចំអកហើយនាំដងខ្លួនខាងក្រៅរបស់គាត់ចេញទៅដំបងថាអត់យកតែពេលចុងក្រោយកាន់ទៅវិញអត់ដែលអត់យកលេវនេះឈិនមូក្រវីក្បាលឲ្យដល់ដង្ហើមធំគ្រូពេទ្យទាំងអស់ចាត់ទុកអ្នកជំងឺជាកូនរបស់ពួកគេលោកតាក៏បាត់ញញឹមខ្ញុំជួយចែកលើជំនាញវិទ្យាសាស្ត្ររបស់ឯងហើយយើងអាចត្រឡប់ទៅរកអ្នកផលិតថ្នាំវិញហើយបើតែឥឡូវគឺអ្នកផលិតថ្នាំគឺលោកតាថ្នាំនឹងឯងបើយើងអាចត្រឡប់ទៅរកអ្នកផលិតថ្នាំវិញហើយគាត់ធ្វើដោយផ្ទាល់នោះវាប្រក្រតីតែល្អទោះជាយ៉ាងណាក៏ដោយវានឹងចំណាយពេលយូរពេកក្នុងការត្រឡប់ទៅវិញភ្លាមនោះគាត់បានស្របទៅស្រែកថាបរិយចំណាស់តើឯងនៅមានជីវិតទេសម្លេងដ៏ខ្លាំងមួយរបស់គាត់បានបន្លឺពេញភ្នំទាំងមូលសម្លេងបុរាណដ៏មុតស្រួយមួយបានបន្លឺពីរាជវាំងមេរុឡានកុំបារម្ភបើខណ្ឌឋានសួគ៌មិនទាន់ស្លាប់ទេតើខ្ញុំស្លាប់ដោយរបៀបណាខ្មោចចាស់នេះពិតជានៅមានជីវិតលោកតាក៏បិទសាច់ដោយរជាក់ហើយបន្ទាប់មកគាត់និយាយតនឹងឯងឡើយនេះខ្ញុំនឹងធ្វើឲ្យឯងស្លាប់យូរមិនឆាប់ទេតោះចេញទៅយើងឈិនមូ3ដងខ្លួនខាងក្រៅរបស់លោកតាក៏បិទហើយអ្នកទាំង3ក៏ចូលពីលើភ្នំតាខ្វាក់ងាកក្រោយដើម្បីសម្លឹងមើលភ្នំនោះហើយហាក់ដូចជាគិតយ៉ាងជ្រៅមនុស្សនៅខាងខ្នងនោះពិតជាខ្លាំងណាស់លោកតាកំបិតដកដង្ហើមធំហើយនិយាយថាខ្ញុំយល់ថាខ្ញុំមិនមែនជាគូប្រជែងរបស់គាត់ទេបើគ្មានដងខ្លួនខាងក្រៅរបស់ខ្ញុំនោះហើយជាមូលហេតុដែលខ្ញុំសូមឲ្យឯងអោបដំណើរខ្ញុំមកទីនេះដើម្បីដោះស្រាយជាមួយនឹងគាត់បុរសចំណាស់នេះបានចាប់ជាតិឡើងវែងរយៈពេល17ដងហើយរស់រានមានជីវិតពេញ17ចំនួនអាយុកាលរបស់គាត់ប្រហែលជាដល់10000ឆ្នាំហើយតែគាត់នៅតែមិនទាន់ស្លាប់ខ្ញុំបានប្រយុទ្ធជាមួយគាត់ពីរដងហើយគាត់ពិតជាខ្លាំងណាស់គេថាបរិះហ្នឹងពិតជាខ្លាំងមែនតើឈិនមូស្រែកថាម្លេះដល់ឈិនមូស្រែកថាថាម៉េចរស់មានជីវិត17ចំនួនអាយុកាលជា10000ឆ្នាំតែរនេះអាចកើតឡើងដោយរបៀបណាបន្តមកនេះឲ្យលោកតានិយាយតនឹងឯងហេតុអ្វីបានជាវាមិនអាចទៅរួចឯងគួរតែបានឃើញអំពីទេវតានិងបិសាចដែលបានរស់នៅជាមួយដែលបានរស់នៅយូរជាង10000ឆ្នាំនៅក្នុងពិភពងឹតត្រូវទេតាមពិតទៅអានេះអាព្រះនិងបិសាចនៅក្នុងពិភពងឹតនេះគឺកន្លែងដែលឈិនមូយើងចេញពីភូមិទៅជាមួយនឹងលោកតាមេភូមិចូលទៅក្នុងពិភពងឹតមានទុព្រះច័ន្ទទុព្រះអាទិត្យហ្នឹងឯងហើយក៏មានអ្នកចលមានបិសាចមានអីហ្នឹងពួកហ្នឹងសិតតែលើសពី10000ឆ្នាំហ្នឹងឯងតើឡើយយើងប៉ុណ្ណឹងបានចូលសាច់រឿងយើងមកវិញមានរឿងគួរឲ្យខ្លាចជាច្រើននៅក្នុងពិភពលោកនេះទោះជាយ៉ាងណាក៏ដោយឯងនៅតែនៅក្មេងឡើយហើយមិនអាចចូលទៅចិត្តអត្តភាពប្រភេទនេះបានទេលោកតាក៏បានបន្តថាអ្នកចាស់នោះប្រហែលជាមិនមែនជាបិសាចឬទេវតានោះទេប៉ុន្តែគាត់ក៏មិននៅឆ្ងាយពីពួកវាផងដែរកន្លែងនេះគឺមានន័យថាគាត់ខ្វះតែពាក់កណ្ដាលជាហ៊ានទេខ្លាចជាបិសាចពេញតួឬក៏ខ្លាចទៅជាទេវតាពេញតួនឹងឯងកន្លែងនេះគាត់ស្រែកថាពាក់កណ្ដាលជាហ៊ាននឹងឯងប៉ុន្តែបើសិនជាគាត់រកមនុស្សមកឲ្យចឹងគេថាមកស្នល់ដំណើរបានទេប្រហែលជាចាប់ធ្វើនឹងឯងតោះឡើយយើងតទៅទៀតទេបងប្អូនអ្នកចាស់ទុំនោះប្រហែលជាមិនមែនជាទេវតាឬក៏បិសាចនោះទេប៉ុន្តែគាត់ក៏មិនស្ថិតនៅឆ្ងាយពីពួកគេផងដែរគាត់ដឹងច្រើនអំពីអតីតកាលនិងអត្តកំបាំងជាច្រើនបើគាត់មិនមែនជាសត្រូវទេខ្ញុំនឹងមិនប្រឆាំងនឹងគាត់នោះទេចឹងគេថាកន្លែងនេះបើមានជំរឿសគាត់អត់ចង់ប្រឆាំងមួយម្នាក់ខ្លាំងដូចគ្នានឹងឯងលោកតាកំបិតនិងលោកតាខ្វាក់ក៏ងក់ក្បាលពិតជាមានអត្តភាពដ៏គួរឲ្យភ័យខ្លាចបែបនេះមែនឧទាហរណ៍ដូចជាភ្នែករបស់ខ្ញុំកន្លែងនេះលោកតាខ្វាក់ចង់ប្រហើបថាតើណាគេមានសមត្ថភាពខ្វេះភ្នែកគាត់នឹងឯងតែក៏អត់ប្រាប់ទេបន្ទាប់មកគាត់ក៏ក្រវីក្បាលហើយមិននិយាយអ្វីទៀតនោះទេបេះដូងរបស់ឈិនមូញ័រតិចភ្នែករបស់លោកតាខ្វាក់ត្រូវបានគេដកចេញដោយនរណាម្នាក់ប៉ុន្តែលោកតាខ្វាក់មិនដែលប្រាប់បានទេថាមនុស្សនោះតើគឺជានរណាឲ្យពិតប្រាកដដែលបានធ្វើវាតែអត្តកំបាំងនៅពីក្រៅរឿងនេះឲ្យពិតប្រាកដគឺជាអ្វីនៅពេលដែលពួកគេចាក់ចេញពីរាជវាំងមេរុឡានហើយជួបជុំគ្នាជាមួយនឹងលីញូសៀវពួកគេបានទៅដល់ទីក្រុងនៃចក្រភពឌីនៅលើវាស្មៅឈិនមូបានទិញគ្រឿងសោអសត់2-3មុខនៅក្នុងទីក្រុងហើយយកឆ្នាំងដ៏ធំចេញពីបាវរបស់គាត់លោកតា
កំបិតខ្ញុំត្រូវស្ងោររូបរាងខាងក្រៅរបស់លោកតាជាមុនសិនដើម្បីលុបបំបាត់ឈាមរបស់គ្រូធ្មប់ធំនិងថ្នាំពុលរបស់លោកគ្រូធ្មប់ធំចេញពីក្នុងវាអស់គាត់ចាត់ទឹកមួយពាងធំចូលទៅក្នុងឆ្នាំងធំហើយដាក់គ្រឿងផ្សំឱសថចូលទៅក្នុងទឹកម្ដងមួយនៅពេលដែលទឹកចាប់ផ្ដើមពុះហើយផ្ដល់នូវក្លិនក្រអូបនៃឱសថគាត់ក៏ដាក់ខ្លួនប្រាណរបស់លោកតាកំបិតចូលទៅក្នុងទឹកហូលីងអឺបារម្ភតើវានឹងឆ្អិននោះទេលោកតាខ្វាយញញឹមហើយនិយាយថានៅពេលដែលឯងធំក្លិនសាច់នោះវានឹងឆ្អិនហើយយេតាខ្វាយនិយាយលេងទៀតហ្នឹងលោកតាកំបិតតបដោយកំហឹងថារូបរាងកាយរបស់ខ្ញុំមិនអាចស្លាប់បានទេបន្ទាប់ពីត្រូវបានកាត់ដោយទេវតាដូច្នេះហើយតើវានឹងឆ្អិនដោយសារតែឆ្នាំងទឹកពុះដោយរបៀបណាឈិនមូបានទាញដងខ្លួនខាងក្រៅរបស់គាត់ចេញពីឆ្នាំងធំរបួនលើដងខ្លួនរបស់គាត់នៅតែស្រស់ដូច្នេះមិនចាំបាច់កាត់ពីនោះទេឈិនមូបានយកដបត្បូងចេញហើយលាបទឹកមាត់អ្នកឈីលីងយ៉ាងប្រុងប្រយ័ត្ននៅលើផ្នែកដែលត្រូវកាត់នៃដងខ្លួនខាងលើនិងខាងក្រោមចាំនិយាយថាកន្លែងនេះខ្ញុំកាត់អស់ខ្លះនឹងសាប់ទៅកន្លែងនេះគឺគេស្ងោរចំហុយ 4-5 ទឹកក៏បងប្អូនស្ងោរហើយសាបភាសាម្ដងក៏ដកចេញស្ងោរហើយភាសាម្ដងបន្ទាប់ពីស្ងោរហើយឆ្អិនអស់ឈិនមួយហ្នឹងគាត់ហុចដៅរបស់គាត់ហ្នឹងឲ្យលោកតាកំបត់ហ្នឹងកាត់រូបរាងកាយខាងក្រោមរបស់គាត់មានថាកាត់ឲ្យមានសាច់ដាច់ទីដើម្បីឲ្យសាច់ភ្ជាប់គ្នាដោយសារតែខាងក្រោមរបស់គាត់ជីអស់វិញអញ្ចឹងណាហើយដល់ពេលពីកាត់ហើយគាត់ចាប់ផ្ដើមលាបទឹកមាត់នេះឲ្យគាត់ដេកសៃដេកអីវិញតាមបច្ចេកទេសរបស់គាត់ហ្នឹងទៅបងប្អូននៅពេលដែលគាត់លាបទឹកមាត់នេះហើយគាត់អាចឃើញសាច់ដោះចេញយ៉ាងឆាប់រហ័សដូចជាដង្កូវសាច់ពណ៌ក្រហមតូចៗកំពុងតែបត់បែនមិនឈប់ឈិនមូទីបំផុតបានលាបទឹកមាត់នេះខ្លាននៅលើរបួសរបស់គាត់ហើយស្បែកក៏បានដោះត្រឡប់មកវិញដោយធម្មជាតិនិងបិទរបួសស្នាមរួចហើយឈិនមូ3លោកតាក៏បិទឡើងហើយដាក់គាត់នៅក្នុងឆ្នាំងឱសថគាត់ដាក់កញ្ចប់គ្រឿងថ្នាំឱសថចុងក្រោយចូលទៅក្នុងឆ្នាំងធំហើយដាំទឹករំងាស់កន្លែងនេះបន្ទាប់ពីតោហើយលើកចូលឆ្នាំងស្ងោរផ្សារទៀតនៅក្នុងឆ្នាំងធំលោកតាកំបិតផ្អែកដៃរបស់គាត់នៅក្បែរឈិនមូហើយស្រាប់តែនិយាយថាមូអើយអរគុណសម្រាប់ការខិតខំរបស់ឯងទាំងអស់ឈិនមូក្រវីក្បាលហើយញញឹមខ្ញុំបានរៀនសិល្បៈព្យាបាលពីលោកតាថ្នាំអស់រយៈពេលជាច្រើនឆ្នាំហើយជំនាញរបស់ខ្ញុំទាំងអស់ត្រូវបានបង្រៀនដោយលោកតាវាមិនអាចចាត់ទុកថាជាការពិបាកសម្រាប់ខ្ញុំនោះទេខ្ញុំសង្ឃឹមថាឯងនឹងមានកេរ្តិ៍ឈ្មោះមករញ៉េរញ៉ៃដោយលោកតាថ្នាំនោះទីចោះចឹងគេថាលោកតាថ្នាំហ្នឹងគឺបរោះពឹសមកគុជហ្នឹងហែងទឹកចាប់ផ្ដើមពុះយឺតហើយលោកតាកំបិតដល់ដង្ហើមវែងបញ្ចេញនៅអាប់ពេញមួយមាត់ត្រឹមត្រូវហើយខ្ញុំតែងតែឃើញឯងយកចេញត្រឹមត្រូវហើយខ្ញុំតែងតែឃើញឯងយកវត្ថុចេញពីបាវរបស់ឯងសូម្បីតែឆ្នាំងធំនោះក៏ត្រូវបានយកចេញពីវាផងដែរហេតុអ្វីបានវាចម្លែកម្លេះបាវរបស់ឯងអនុញ្ញាតឲ្យខ្ញុំមើលវាបន្តិចមកឈិនមូបានប្រគល់បាវនោះហើយនិយាយថាខ្ញុំបានរើសបាវនេះនៅក្នុងរាជវាំងមាសរូឡានដូច្នេះហើយខ្ញុំបានប្រើវាដើម្បីផ្ទុកវត្ថុលោកតាកំបិតបើកបាវមើលទៅខាងក្នុងមុននឹងផ្ដល់ទឹកមុខដល់ចម្លែកមូអើយហាក់ដូចជាឯងបានរើសវត្ថុជាច្រើនពីឃ្លាំងរបស់រាជវាំងមាសរូឡានតែប៉ុន្តែមិនរើសទេគួរតែលួចសមជាងហ្នឹងបងប្អូនមុខរបស់ឈិនមូប្រែទៅជាក្រហមបន្តិចឯងអាចរៀនពីលោកតាចៅបានប៉ុន្តែឯងមិនអាចញៀនបាននោះទេលោកតាកំបិតដកដង្ហើមធំតាមពិតយើងទាំងអស់គ្នាមានទម្លាប់អាក្រក់រៀងៗខ្លួននៅក្នុងភូមិលោកតាចៅចិត្តលួចលោកតាថ្នាំតែងតែបំពុលមនុស្សនិងសាងស្នាយគ្រប់ទីកន្លែងចំណែកខ្ញុំវិញមានមោទនភាពពេកកាលពីអតីតកាលហើយការលើកកំបិតប្រឆាំងនឹងឋានសួគ៌របស់ខ្ញុំលោកតាខ្វក់មានមោទនភាពនិងឆ្មើឆ្មៃលោកតាថ្លង់មានមោទនភាពពេកលោកតាក៏មានវិធីគំនិតតខ្លួនរបស់គាត់ហើយមិនប្រាប់នរណាម្នាក់អំពីវានោះទេកុំនិយាយពីលោកតាមេភូមិសម្ដែងដូចជាគាត់អត់ក្បាលនឹងជ្រាលជ្រៅហើយលោកយាយស៊ីគឺជាអ្នកបង្កបញ្ហាខ្ញុំខ្លាចថាឯងបានរីកចំណែកអាក្រក់របស់យើងទាំងអស់គ្នានៅក្នុងភូមិឈិនមូនិយាយយ៉ាងមើងមកថាកុំបារម្ភលោកតាចាប់តាំងពីលោកតាកំបិតជាស្រ័យកុំបារម្ភពីលោកតាចាប់តាំងពីខ្ញុំចេញពីភូមិមកខ្ញុំមិនទាន់បានបង្កើតបញ្ហានៅឡើយទេបើដូច្នេះមែននោះល្អហើយឯងអាចបង្កើតបញ្ហាបានតែប៉ុន្តែឯងត្រូវតែដោះស្រាយវាឲ្យបានផងដែរលោកតាកំបិតបានរលាស់បាវហើយញញឹមខ្ញុំធ្លាប់បានឃើញបាវនេះពីមុនមកហើយវាត្រូវបានគេហៅថាគឺជាដាវតៅទីហើយវាត្រូវបានធ្វើអំពីស្បែកតៅទីវាគួរតែមានឈាមបរិសុទ្ធតៅទីនៅក្នុងនោះនៅក្នុងប្រាសាទធំហើយមានសមាជិកភូមិរបស់យើងចូលរួមជាមួយគ្នាចឹងគេថាឥឡូវនេះនៅក្នុងភូមិមនុស្សពិការហ្នឹងមានសត្វតៅទីនឹងដែរហើយប្រសិនបើសមាជិកភូមិរបស់យើងចូលរួមគ្នាយើងប្រហែលជាអាចកម្ចាត់វាបានស្បែករបស់គេដែលប្រើធ្វើបាវតែទីនេះមិនមែន
មកពីដើរតើទីឈាមបរិសុទ្ធនោះទេប៉ុន្តែជាពូជដែលវាអាចចាត់ទុកថាឈាមខ្ពស់បំផុតបើតើទីដែលខ្ញុំបានឃើញពីអតីតកាលវាមានអង្កត់ចិត្តត្រឹមតែ10 feet ប៉ុណ្ណោះហើយมันអាចដាក់វត្ថុបានច្រើននៅក្នុងវានោះទេវាគួរតែត្រូវបានធ្វើឡើងពីសត្វចម្លែកដែលមានពូជពងតើទីឬក៏ជាឈាមតើទីអូខ្ញុំយល់ហើយចង់និយាយថាឥឡូវនេះគឺ ខ្ញុំសូមកាត់ត្រួសត្រាសបងប្អូនយល់ឥឡូវនេះគឺចង់និយាយពីថងមួយដែលឈិនមូលលួចពីរាជវាំងមេរូឡានហើយក៏យកថងធ្វើជាថងផ្ទុកនឹងឯងដែលវ៉ាន់គ្រប់សពបែបយ៉ាងដែលលួចបានហ្នឹងឯងហើយអាស្បងអាថងហ្នឹងអាបាវហ្នឹងធ្វើពីសត្វតើទីឬក៏ជាសត្វលេបអីហ្នឹងឯងបងប្អូនមានថាវាទុកបានច្រើនអញ្ចឹងណាបន្ទាប់មកខ្ញុំឥឡូវនេះឈិនមូនិយាយថាអូខ្ញុំយល់ហើយឈិនមូនៅក្បែរគាត់ហើយពួកគេទាំងពីរបានជជែកគ្នារហូតដល់ឈិនមូងងុយដេកដោយមិនដឹងខ្លួននៅពេលដែលគាត់ភ្ញាក់ឡើងគាត់ដឹងថាភ្លើងនៅក្រោមឆ្នាំងធំបានរលត់បាត់ទៅហើយគាត់នឹងហៀបដុតភ្លើងឡើងម្ដងទៀតពេលដែលសម្លេងរបស់លោកតាកំបិតបានលាន់ពីចំហៀងមូមិនចាំបាច់ទេខ្ញុំមានអារម្មណ៍ថាគ្មានបញ្ហាសំខាន់ជាមួយនឹងរាងកាយខាងក្រៅរបស់ខ្ញុំឥឡូវនេះទេឈិនមូងាកក្រោយភ្លាមហើយញញឹមលោកតាកំបិតស្លៀកពាក់រួចរាល់ហើយគាត់ស្លៀកខោថ្មីដែលឈិនមូបានធ្វើពីមុនបន្តពីទិញក្រណាត់ខ្លាំងនៅពេលដែលគាត់កំពុងទិញគ្រឿងផ្សំឱសថលោកតាកំបិតមើលចុះក្រោមហើយគាត់ងក់ក្បាលម្ដងហើយម្ដងទៀតឯងធំឡើងហើយយើងបានជួយឯងការពារអតីតកាលឥឡូវនេះឯងបានជួយយើងវិញម្ដងនោះគឺជាការល្អហើយសម្លេងរបស់លោកតាខ្វាក់មកពីខាងក្រៅលោកតាកាប់ជ្រូកបើឯងនៅតែបន្តនិយាយសិស្សរបស់ឯងនឹងមកដល់នៅពេលនេះហើយចឹងគេថាសិស្សហ្នឹងគឺប្រតិចាភាសាហ្នឹងឯងប្រកាសជាតាមតនគាត់ហើយលោកតាកំបិតហ្នឹងគឺអត់ចូលចិត្តភាសាទេគាត់និយាយច្រើនពេកលោកតាកំបិតបានដើរចេញហើយនិយាយថាមានឆ្អឹងដៃទេវតានៅក្នុងបាវតើទីរបស់ឯងដែលខ្ញុំរក្សាទុកសម្រាប់ឯងមិនអាចយកវត្ថុនេះទៅជាមួយឯងបានទេទេវតានេះនៅតែមានជីវិតបើឯងយកវាទៅជាមួយវានឹងនាំនៅគ្រោះមហន្តរាយដល់ឯងប៉ុណ្ណោះឈិនមូភ្ជាប់អើលហាម្ចាស់ឆ្អឹងដៃនៅតែមានជីវិតនឹងហើយពុកម៉ែបងប្អូនសាច់រឿងរបស់យើងគឺបញ្ចប់ត្រឹមនឹងឯងដោយសារតែខ្ញុំអានប្រហែលជា3 chapter ហើយក៏សូមអធិស្ឋានមែនតើដោយសារតែខានធ្វើយូរពេកសលេងក៏វាមិនសូវស្មើហើយអានខុសអានត្រូវកន្លែងខ្លះខ្ញុំប្រាប់ពីអធិស្ឋានចំនួននឹងការលុបនិងការ record សោះថ្មីនឹងឯងជាចុងក្រោយមានតែជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារស់ស៊ីទទួលទានមានបាយចុងក្រោយជម្រាបលាបាយជួបគ្នានៅវីដេអូថ្មីនៅភាគទី54ទាំងអស់គ្នា